អ្នកខ្លះគេបបួលទៅវត្តថាខ្ញុំមិនទាន់ទៅទេអារឿងវត្តប៉ុន្តែខ្ញុំគង់តែទៅថ្ងៃគេយកខ្ញុំទៅដុតនឹងហ្មងអាកិច្ចមិនផុតពីវត្តមែនរឿងនេះមានម្នាក់យល់សពនៅស្រុករឿងពិតខ្ញុំយល់សពថាមនុស្សពី3នាក់4 5នាក់នេះលេចរៀងគេប្រាប់ថាមកយកប៉ុន្តែគាត់អត់ជឿទេហើយថាប្រហែលអីបានថាគេមកយកមកបាល់គេកត់ឈ្មោះលេខរៀងទី1តាកលេខរៀងទី2តាខទី3តាកទី3តាងអញ្ចឹងមកហើយតាទាំងហ្នឹងគេឲ្យទៅវត្តមិនព្រមទៅទេស្រុកមនុស្សស្រុកគេឲ្យកើតមកកន្លែងសំបុនឯងបានមកកើតមកចាយបុនចាស់អស់មិនគិតធ្វើបុនថ្មីឥឡូវដល់ពេលគេយកត្រឡប់ទៅវិញហើយដល់គាត់ដឹងខ្លួនមកគាត់ប្រាប់អ្នកទាំងហ្នឹងគាត់អត់ទាំងជឿទេអ្នកទី1ទី2ស្លាប់ដូចគេប្រាប់មែនស្លាប់បន្តមកដល់អ្នកទី3ក៏ស្លាប់ដល់អ្នកទី4ដឹងខ្លួនហ្មងបើអញ្ចឹងមានតែអញហើយបើថាស្លាប់យល់សពម្ដងទៀតឥឡូវដល់វាអ្នកទី4ហើយបើនៅតែមិនទៅវត្តទៀតខ្ញុំយកទៅវិញហើយនេះប្រកែកថាទេគាត់ចង់ទៅវត្តយូរហើយប៉ុន្តែមកពីខ្ញុំមិនតាជាប្រពន្ធគាត់មិនឲ្យទៅឥឡូវខ្ញុំឲ្យគាត់ទៅឲ្យកុំយកគាត់អីឲ្យគាត់ទៅវត្តរស់នៅទល់ឥឡូវអ្នកស្លាប់ទៅជិត10ឆ្នាំមកហើយគាត់នៅរស់ទល់ឥឡូវរឿងនេះវាជារឿងពិតមួយមានក្នុងប្រទេសយើងដែរប៉ុន្តែនៅក្នុងធម៌ពុទ្ធសាសនាយើងនិយាយអំពីការថ្វាយខ្លួននេះគឺការប្រគល់ខ្លួនចូលកាន់សិលសមាទិសិលទទួលយកត្រៃសរណគមរកទីពឹងញោមហើយអាត្មានឹងរតនាពាក្យថាធម៌ជាទីពឹងមួយមកសម្ដែងប្រាប់ញោមញាតិទីពឹងរបស់មនុស្សយើងមាន3កើតមកដំបូងពឹងម៉ែពឹងឪឲ្យតែណាប៉ះឯងតិចញ៉ាវជាមួយអញប្រាប់ម៉ែស្អីបន្តិចពឹងម៉ែអាងម៉ែអាងឪដល់អ្វីក៏ដាល់អាងចំណេះដឹងនិងកម្លាំងរបស់ខ្លួនទៅរកជំនួយជួញប្រែធ្វើការងារដល់អ្វីចុងក្រោយគ្មានអីទីពឹងទេទ្រព្យសម្បត្តិគេអកយ៉ាងណាក៏នឹងបាត់បង់ទៅវិញអស់ខ្លួនកាន់តែទ្រុឌទ្រោមទៅបានប្រពុតថាអតិសរណៈទីពឹងខាងដើមគឺពឹងម៉ែឪមច្ឆេសរណៈទីពឹងកដាលគឺពឹងសិលនេះគឺពឹងកម្លាំងពឹងចំណេះដឹងពឹងទ្រព្យធនដល់បច្ឆាសរណៈចុងក្រោយបំផុតគ្មានអីទេមានតែសិលទានទៅនរណាមានបុណ្យរស់នៅបានយូរនរណាអត់បុណ្យឆាប់ទៅវិញហើយប្របាទកោរពជារាជបានសួរទៅព្រះរដ្ឋបាលថៃព្រោះរដ្ឋបាលថៃលោកថាសត្វលោកត្រូវជារានាំទៅកាន់មរណៈហើយលោកជាស្ដេចលោកថានឹងមានន័យថាម៉េចប្ររដ្ឋបាលថៃថាមហារាជកាលនៅពីកម្លាំងមានមហារាជជាស្ដេចខ្លាំងប្រកែចេះហក់ចេះលូតលើខ្នងតម្រៃកាប់ចាក់ហោះផ្លោងផ្លោះមិនមានគ្រោះថ្នាក់ទេមែនទេថាមែនយើងខ្លាំងណាស់ហក់លូតផ្លោះពីលើខ្នងតម្រៃខ្នងសេះកាប់ចាក់អូគ្មានពីណាដល់យើងទេប្រកែណាស់ហើយចុះឥឡូវមហារាជនៅប្រកែអញ្ចឹងទៀតអីអត់អូទៅលែងរួចទេគុណឲ្យ8ជាងទៅហើយជួនកាលចង់ឈានជើងថាជន់ទៅនេះវាទៅជាជន់ចំទៅនោះជួនកាលថាចង់ជន់ទៅនោះវាមកទៅនេះចង់យកនេះវាភ្លេចចូលទៅយកស្អីពីបេះដូងរត់នឹកមិនឃើញក៏មានដែរវា8ជាងទៅហើយវាលែងដូចមុនណាបានលោកថាដឹងហើយព្រះអង្គមើលពីដើមព្រះអង្គខ្លាំងប៉ុន្តែព្រះអង្គមិនអាចខ្លាំងដូចមុនទេព្រះអង្គវាញវាន់ដើរទៅទ្រីទៅទ្រូតហើយមិនបាច់ហោះផ្លោងលើខ្នងសេះខ្នងតម្រៃទេដើមដីទុកខ្លួនឲ្យទៅជាប់ទៅគ្រាន់ដែរលោកថាព្រះអង្គនឹងបាត់បង់របស់ជាទីស្រឡាញ់ព្រះអង្គមិនមានអ្វីជាទីពឹងមិនមានអ្វីជាអាងទេស្ដេចថាយើងជាស្ដេចយើងមានអាមាត្យមានសេនាមន្ត្រីមានទ្រព្យសម្បត្តិជាទីអាងយើងច្រើនណាស់មិនគិតថាគ្មានព្រះរដ្ឋបាលថៃថាចុះព្រះអង្គដែលលពៀតអត់ប្រឈួនអត់ប្រឈួនដេកលើក្រែឈឺចុះពេលនោះមានអាមាត្យមានសេនាមន្ត្រីឯណាសេនាបតីឯណាឈឺជំនួសព្រះអង្គបានអីអត់ផងអញ្ចឹងព្រះអង្គមានអាមាត្យប្រមាណក៏គ្មានជួយព្រះអង្គបានដែរព្រះអង្គឈឺតែមកអង្គឯងសគត់តែមកអង្គឯងហ្នឹងឯងទ្រព្យសម្បត្តិព្រះអង្គប្រមាណក៏ជួយព្រះអង្គអត់បានដែរហើយព្រះអង្គនឹងព្រាត់ប្រាសរបស់ជាទីស្រឡាញ់របស់ណាជាទីស្រឡាញ់ត្រូវតែព្រាត់របស់ហ្នឹងស្ដេចសួរថាហ្នឹងមានន័យថាម៉េចមានន័យថាថ្ងៃហ្នឹងខ្សែកយើងថ្ងៃហ្នឹងជៀនយើងថ្ងៃហ្នឹងនីលកាយើងថ្ងៃនេះកវលយើងប៉ុន្តែ50-60ឆ្នាំទៀតឬក៏20-30ឆ្នាំទៀតកវលយើងទៅនៅតែជាគេខ្សែកយើងទៅនៅកគេជៀនយើងទៅនៅម្រាមដៃគេផុតពីយើងទៅមិនដឹងប្រមាណអ្នកទៀតទេកាន់តពីយើងនោះណាញោមដូច្នេះរបស់ជាទីស្រឡាញ់ស្អីគេ
ណាត់ទេអដ្ឋសមាំងពេលម៉ាំងស្រឡាញ់អីស្មើនឹងស្រឡាញ់ខ្លួនមិនមានទេលាបលេលាបប្រេងកក់សាប៊ូលាងងូតទឹកដោះក្អែលថែទាំច្បាច់ឲ្យវាទីបំផុតបានដៃអាចារ្យភ្លុកដុតខ្ទេចឯងស្រឡាញ់ណាស់ខំថែទាំណាស់លាបសិតតែថ្នាំលំមាស់ថ្នាំក្រិចឲ្យទីបំផុតបានដៃអាចារ្យភ្លុកឆ្កឹះចោះឆ្កឹះឡើងនៅមកកញ្ចប់ទីបញ្ចប់បើមិនកប់ដុតទីបំផុតបើមិនដុតកប់ចំបញ្ចប់បើមិនមកកញ្ចប់ភ្នោមួយរបស់ជាទីស្រឡាញ់សពបែបយ៉ាងប្រហែលខ្លួនយើងផងយើងយកទៅមិនបានចោះចំណងរបស់ក្រៅខ្លួនមានយកទៅឯណាបានព្រះអង្គគិតមើលបានស្ដេចនឹងនឹកឃើញថាអញ្ចឹងមែនយកទៅអត់បានប្រតបានលថៃលោកថាមហារាជអាត្មាឃើញមានពាក្យមួយទៀតថាសិក្សាពីព្រះមកថាសត្វលោកនេះប្រព្រឹត្តទៅជាទាស័កខ្ញុំបំរើនៃតណ្ហាបំពេញសេចក្តីត្រូវការមិនចេះឆ្អែតមិនចេះស្កប់ស្កល់ជាខ្ញុំនៃតណ្ហាលោកថានឹងមានន័យថាម៉េចស្ដេចនឹងសួរថានឹងមានន័យថាម៉េចមានន័យថាមនុស្សយើងកាលកើតមកក្តាប់ដល់ទៅស្លាប់ទៅវិញលាដៃខ្ញុំចំណាំមើលកើតមកស្លាប់ក្តាប់កើតមកក្តាប់ដល់ទៅវិញលាដៃមានន័យថាបើកភ្នែកឡើងចង់មានចង់បានទាំងអស់គ្នាចង់រស់បានអាយុវែងចង់ឡើងលៀបឡើងយុះដល់ក្រុមគ្រួសារខ្លួនចង់បានទ្រព្យសម្បត្តិដល់ខ្លួនដល់ក្រុមគ្រួសារខ្លួនហើយដល់ទៅពេលចង់រស់នៅបានវែងដល់ស្លាប់ទៅចង់បានឋានសួគ៌ប៉ុន្តែទីបំផុតរបស់ដែលយើងចង់បានអត់មានយកអីទៅជាមួយទេដំបូងថាអញបានកង់មួយអស់ចិត្តទេដល់បានកង់អញចង់បានម៉ូតូបានម៉ូតូអាម៉ានេះចង់បានម៉ានោះអាសេរីលើនឹងបានម៉ូតូឃើញគេជិះឡានអញចង់បានឡានដល់បានឡានអញឃើញគេធ្វើផ្ទះធំអញចង់ទិញដីធ្វើផ្ទះធំទិញមកកន្លែងហើយមកកន្លែងទៀតអញលើគេថាទិញដីឯណោះដាំជាការអាមេរិកជាការស្វ័យចិត្តតិចទៅទិញឯណោះថាដីណាល្បីណាដីណាទៅទិញគ្រប់កន្លែងយូរទៅថាគិតទៅមកជីវិតយើងឃើញទៅស្វែងរកទីបំផុតស្លាប់ចោលទៅវិញទាំងអស់ដោយមហាអាត្មាអន្តរាកន្ធីថាកាពះមនុស្សប្រប៉ាន់ក្បាលឆ្កែប៉ុន្តែមហិច្ឆតាប្រាថ្នារបស់មនុស្សគ្មានលេខដាក់បើមនុស្សមិនចេះទប់ស្កាត់ទេមនុស្សប្រាថ្នាទល់តែស្លាប់ដោយសត្វសណក់ពំសាច់ម្ដុំមិនព្រមហូបអញ្ចឹងសត្វសណក់គឺសត្វឆ្កែដែលវាឃ្លានអត់បាយពីរថ្ងៃវាឃើញសាច់ម្ដុំវាពំថាអូយអពំទៅខ្លាច់គេទៅដើមគិតទៅពំរត់ដល់ឆ្ងាយក៏មកគេទៅដើមរត់ខ្លាំងពេកដាច់ខ្យល់ស្លាប់បដ ாய் មិនបានហូបទេប្រៀបធៀបថាមនុស្សខ្លះប្រឹងអូយប្រឹងអត់ចំណាយជីវិតខ្លះដើម្បីធ្វើបុណ្យអត់ចំណាយពេលខ្លះដើម្បីជួបជុំម៉ែឪអត់ចំណាយពេលខ្លះដើម្បីសប្បាយផ្ទាល់ខ្លួនប្រឹងទីបំផុតដល់ថ្ងៃដួលព្រោះតែមកគ្មានបានចាយលុយនឹងទេស្លាប់ទៅទេចឹងហើយបានជាអ្នកមិញនេះលោកមហាអាត្មាអន្តរាកន្ធីបីដាប្រជាធិបតេយ្យលើលោកនៅឥណ្ឌាសូម្បីអាមេរិកកាំងក៏ចម្លងតាមដែរមួយទៀតលោកអាញស្តានដែលជាមេទ្រឹស្ដីបរមាណូគាត់បាននិយាយថាដើម្បីឲ្យជីវិតមានន័យទី1ខំប្រឹងរកស៊ីធ្វើការទី3ដើរលេងកំសាន្តខ្លះទី2ដើរលេងកំសាន្តខ្លះទី3ធ្វើបន់សន្តានជាប្រយោជន៍ដល់មនុស្សជាតិចំនួនក្រោយផងបើមិនធ្វើអីទេក៏គង់តែស្លាប់ទៅវិញតែដែលទេចំណែកខាងលោកញូតុនវិញគាត់ថាគាត់មុខវិជ្ជាអគ្គិសនីគាត់រកឃើញប៉ុណ្ណេះដោយគាត់ដើរតាមមាត់សមុទ្រឬបានសបកក្រុមមួយទេនៅមានសបកក្រុមច្រើនទៀតទុកឲ្យមនុស្សជំនាន់ក្រោយស្វែងរកប្រយោជន៍ដើម្បីមនុស្សផងចំណែកអ្នកផលិតទូរស័ព្ទ iPhone, iPod, iPad ផលិតកុំព្យូទ័រ MacBook គឺលោកស្ទៀងជាប់មុននឹងស្លាប់ទៅគាត់ថាខ្ញុំជាមនុស្សដែលគេទទួលស្គាល់ថាមានជ័យជំនះលើមុខជំនួញមានប្រាក់រាប់រយពាន់លានដុល្លារប៉ុន្តែឥឡូវនៅលើគ្រែរងចាំស្លាប់ទៅ2-3ម៉ោងទៀតខ្ញុំស្លាប់ហើយដូច្នេះទ្រព្យសម្បត្តិរបស់ខ្ញុំទៅ2-3ម៉ោងទៀតខ្ញុំលែងមានប្រយោជន៍សម្រាប់ខ្ញុំហើយបើសិនជាខ្ញុំមិនយកទ្រព្យនេះទៅធ្វើចាត់ចែងជាប្រយោជន៍មនុស្សជាតិទេខ្ញុំនឹងស្លាប់ទៅចោលទាំងអស់ចឹងហើយសូមផ្ដាំអ្នកនៅក្រោយបើប្រឹងដើម្បីតែជីវិតរស់សុខសាន្តពេលរស់ហើយបានសុបាយហើយកុំភ្លេចម៉ែកុំភ្លេចឪកុំភ្លេចបងប្អូនធ្វើល្អឲ្យបានច្រើនជាមួយក្រុមគ្រួសារនិងមនុស្សជាតិទៅខំទៅណាក៏កិច្ចមិនផុតពីស្លាប់ដែរទាំងអស់នេះគឺជាទ្រឹស្ដីអ្នកប្រាជ្ញដើម្បីស្វែងរកទីពឹងចុងក្រោយមានសេដ្ឋី2នាក់មួយនៅសិង្ហបុរីមួយនៅប្រទេសស្រីលង្កាទ្រព្យសម្បត្តិច្រើនណាស់ដល់ពេលចិត្តស្លាប់ទៅបានដឹងខ្លួនយកទ្រព្យសម្បត្តិនោះមកកសាងជាដងជាសាលារៀនស្ពានថ្នល់ឥឡូវគាត់ស្លាប់ទៅបាត់របស់គាត់នៅតែគេប្រើគេដាក់ឈ្មោះគាត់យ៉ាងព្រោងព្រាតចឹងណាខ្ញុំណានៅស្រុកខ្មែរសាលារៀនខ្លះដូចនៅបាត់ដំបងអីមើលគេហៅសាលាសោហើគេហៅសាលានេតយ៉ងគេហៅសាលាអីផ្សេងទៅគាត់ថាអ្នកកហបដីអស់នោះគាត់កសាងមុននឹងស្លាប់ទៅកសាងសាលារៀនកសាងស្ពានថ្នល់ទាំងនេះហើយដែលជាបណ្ដាំរបស់អ្នកប្រាជ្ញធំថាបើយើងមិនធ្វើអីក៏ស្លាប់ដែរអញ្ចឹងហើយបានអាត្មាគ្រាន់តែលើករឿងពីខាងក្រៅមកដើម្បីបញ្ជាក់អំពីទីពឹងដែលព្រះពុទ្ធសម្ដែងសរុបឡើងវិញទីពឹងទី1គឺពឹងម៉ែឪទី2គឺពឹងចំណេះដឹងនិងការងារកម្លាំងរបស់យើងទី3គឺពឹងសិលទានជីវិតចុងក្រោយរបស់យើងមានតែសិលហើយ
អ្នកនៅខាងលងទ្រាអាត្មាទៅបុណ្យពីដើមចាស់គាត់សោតតាំងពីជំនាន់កៅជាងចាស់គាត់សោតថាបុគ្គលពួកខ្លះគេបបួលលះឲ្យទៅធ្វើបុណ្យថាជាប់ការងារកំពុងតែកុនឲ្យទៅធ្វើបុណ្យទៅមិនកើតទេដល់តែខ្លួនស្លាប់ទៅប្រពន្ធកូនចៅញាតិថៅនោះគេសែងយកទៅដុតកប់ចោលទៅទេមិនក៏មិនប្រកែថារវល់ទេទៅបុគ្គលបែបនេះហើយគ្មានតម្រេះចេះគិតឲ្យជ្រៅនឹកស្មានថាខ្លួនចេះទៅរស់នៅមិនអាចនឹងទៅនៅដល់ចាស់សក់ស្មាននេះខុសសោះអត់ស្ដាយសំណោះដែលខ្លួនកើតមកថាជាប់ការងារវង្វេងជ្រុលជ្រោកមិនគិតស្វែងរកទានសាលភាវនាត្រូវតែប្រឹងប្រញាប់ធ្វើបុណ្យឲ្យឆាប់ចាប់ពីពេលនេះឯងកុំទុកថ្ងៃក្រោយត្រូវគិតឲ្យវែងថាការស្លាប់នេះឯងមិនទៀងទេណាលុះខ្លួនស្លាប់ទៅធ្លាក់នរកជ្រៅរងទុកខ្លោចផ្សាមកកើតជាប្រែតរស់អត់អាហារតើទ្រព្យសម្បត្តិប្រពន្ធកូនឯណាមកជួយយើងបានមានតែបុណ្យកុសលតែប៉ុណ្ណោះបាននៅក្នុងសត្រាពងសាវតាវត្តបណយលោកថាមានទ្រព្យតិចតួចមានកាលចោលលួចភ្លើងឆេះអស់ទៅកាលខ្លួននៅរស់របស់គង់នៅដល់តែខ្លួនស្លាប់ទៅអាសាសូនសោះសង្ឃឹមកូនចៅនៅខាងក្រោយបើគេធ្វើបុណ្យឲ្យគេឲ្យតាអាចារ្យអានឈ្មោះហ្នឹងក៏ទេដាច់ជ័យឆ្នាំងបាយទម្លុះក៏បិទបន្ទោបចុះកំពុងគ្រឿងមាសគ្រឿងពេជ្រគ្រឿងប្រាក់គ្រឿងស្ពាន់តុកថាសដែលខ្លួនបំរុងគេថាទ្រព្យគេមិនខ្ចីយកមកដាក់ប្រឡងទេគេទុកបំរុងចិញ្ចៃចែកគ្នាគេទៅទិញអាប្រឡងប្រហោងក្នុងយកមកដាក់វិញអាត្មាបើកបានទៅញយសបកកេះឡើង3ត្រួតគ្នាខ្ញុំរៀបចានដាច់ឲ្យធំប៉ុណ្ណាណៃពីហែកទៅលើចិត្តដូចស្គរហើយដាក់សបកកេះទៅទេ3ក្នុងនឹងខ្សឹកអាកែនស្បើកហើយពីលើបន្ទប់សបកចានស្រាក់មួយទៀតសល់ប្រមាណយកជ្រុញយកកបិតយកចានមកបិទឯងពត់ជុំវិញមើលទៅកពុះត្រឹមកធំមកប្រឡងនេះដាក់ឡានអត់ចូលទេផុតទៅពីរោងប៉ុនហាយខ្វប់ញាត់ទៅមួយចានដែកសោះរៀបឡើងប៉ុណ្ណាណៃគាត់ដាក់សបកកេះចឹងបានថាគ្រឿងមាសគ្រឿងពេជ្រគ្រឿងស្ពាន់តុកថាសរបស់យើងកូនគេមិនយកមកដាក់ប្រឡងទេគេមកទៅទិញអាប្រឡងប្រហោងក្នុងមកដាក់ហើយគេទុកចេញចែកគ្នាហេតុដូច្នោះនៃរាល់រូបប្រុសស្រីគួរតែគិតអនិច្ចាស្លាប់ទៅជាខ្មោចអាសោចវេទនាមិនមានអ្នកឯណាកំដរទៅផងឡើយមានតែសិលទានជាស្ពានចម្លងជាទុកជាក្តារចវាយចែវឆ្លងរួចនាំរំលងវាលវត្តសង្សារមហាធំធេងវង្វេងកោះត្រោយនេះទៅបានចឹងហើយបានថាតនជីវិតរស់នៅខិតខំធ្វើឲ្យហើយចឹងបានញោមមានពាក្យថាថ្វាយខ្លួននឹងចូលកាន់សិលជាឧបាសកឧបាសិកាកុំឲ្យប្រហែសកាលណាស្លាប់ទៅថ្ងៃណាមួយវាអត់ទៀងបើយើងបានថ្វាយខ្លួនឲ្យល្អណាស់និយាយរឿងរ៉ាវដើម្បីកំដរទឹកចិត្តញោមអ្នកដែលពិចារណារឿងនឹងឲ្យកាន់តែច្បាស់អំពីជីវិតនឹងថាយកអីទៅមិនបាននឹងនិយាយពីអនន្តសេដ្ឋីសាសនាផ្សាយចូលមកដល់ក្រុងសាវត្ថីអនន្តសេដ្ឋីឃើញគេទៅស្ដាប់ធម៌ឃើញគេធ្វើបុណ្យគាត់បញ្យល់កូនគាត់ថាណែកូនកុំធ្វើបុណ្យកុំធ្វើទានកុំរសាសិលអីទាំងអស់អញគ្មានជឿទេគ្មានអាណាមានបុណ្យមានសិលមានទានស្អីទេសុំទ្រព្យទុកចាយឲ្យតែសបាយទៅអានឹងបុណ្យណាមានអ្នកខ្លះក៏គាត់យល់អញ្ចឹងទល់សពថ្ងៃទេគាត់ថាឋានសួរវានៅទាំងមានលុយមានឡានមានផ្ទះធំអាហ្នឹងឯងឋានសួរណោះខ្លះគេថាសម្បត្តិមនុស្សក៏សាច់ខ្លែមហើយស្រាសម្បត្តិទេវតាមានតែធូបហើយនឹងទៀនសម្បត្តិនិព្វានមានតែម៉ងឲ្យចិត្តដីទៅខ្វល់អីរស់ស៊ីឲ្យតែបានលុយកាក់អាហ្នឹងឯងឋានសួរស្រាប់តែគាត់បានលុយមកកណោធ្វើផ្ទះថ្មីហើយឥឡូវគាត់ស្លាប់លាន់ហើយសួរទៅឲ្យចុះស្លាប់ដោយសារអីអាហ្នឹងដោយសារអស់លុយហ៎គេថាឲ្យតែមានលុយកាក់មានលុយចាយបាយហូបអាហ្នឹងសពស្រួលហើយឥឡូវមិនក៏មានលុយកាក់លុយចាយបាយហូបហើយមិនក៏នៅតែកើតទុកនៅតែស្លាប់ទៀតថាហ្នឹងមកពីវាអស់បុណ្យលុយកាក់មិនតាន់អស់ទេវាអស់បុណ្យមនុស្សយើងស្លាប់ទៅដោយសារអស់បុណ្យមនុស្សយើងស្លាប់ដោយសារអស់អាយុអស់បុណ្យនឹងអាយុតំណាលគ្នានឹងមានកម្មពៀចូលមកកាត់ផ្ដាច់មិនមែនស្លាប់ដោយសារអស់លុយទេមនុស្សកើតមកគ្មានយកលុយមកទេមនុស្សកើតមកអត់យកមាសមកទេប៉ុន្តែមនុស្សចេះរស់នៅលើដីនេះបានយើងមើលសត្វពេញព្រៃវាអត់មានយកលុយមកវាចេះរស់បានធម្មជាតិបង្កើតមកតម្រូវឲ្យរស់ប៉ុន្តែអាយុវែងនិងអាយុខ្លីដោយសារមានបុណ្យកើតមកដៃទៅទេដូចគ្នាណានាមានសមត្ថភាពចេះធ្វើប្រាសាទគេចាត់ចែងឲ្យទៅធ្វើប្រាសាទបានរាប់ពាន់ណានាចេះគ្រប់គ្រងធ្វើចម្បាំងគេចាត់ឲ្យទៅធ្វើមេតបមេទាហានមេចម្បាំងណានាកើតជាស្អីកម្មវិចាត់ចែងឲ្យទៅខាងនោះអញ្ចឹងកាលកើតមកដៃទៅទេដូចគ្នាហ្នឹងឯងក៏ប៉ុន្តែសមត្ថភាពនិងបុណ្យកុសលអ្នកចាត់ចែងមនុស្សទាំងអស់ចឹងបានអាត្មាបញ្ជាក់ថាសត្វទាំងអស់កើតមកគ្មានយកមាសមកវាចេះរស់មានអាយុវែងអាយុខ្លីមនុស្សយើងក៏ដូចគ្នាដែរដូច្នេះហើយការកើតជាមនុស្សនេះទោះបីកាលកើតមកអត់លុយបើមនុស្សទាំងអស់មិនចាយលុយក៏ដោយគួរមាននៅតែអាយុវែងអាយុខ្លីខុសគ្នា
គេថាអ្នកស្លាប់ដោយសារអស់បុណ្យហ្នឹងលុយនៅមានចាយបាយនៅមានហូបសាច់ឈាមនៅមានឆ្អឹងនៅមានប៉ុន្តែមនុស្សនេះមិនអាចរស់តទៅមុខទៀតបានទេព្រោះបុណ្យដែលនាំឲ្យកើតជាមនុស្សអស់ត្រឹមប៉ុណ្ណឹងហើយយើងអត់បានបន្ថែមបុណ្យទៀតអញ្ចឹងបានមានពាក្យមួយថាធ្វើបុណ្យចម្រើនបច្ចុប្បន្នចម្រើនអាយុហ្នឹងគឺសពបុណ្យបញ្ចូលបន្ថែមកុំឲ្យឆាប់អស់បុណ្យណាញោមជាម្ដាយហ្នឹងញោមនារីហ្នឹងថ្ងៃហ្នឹងកូនចៅគេសពបុណ្យឲ្យចូលបានច្រើនណាអញ្ចឹងអាយុមុខទៅវែងជាង100ហ៎ញោមនឹងដល់បានរស់អាយុជាង100ហើយពួកគេបញ្ចូលបនថែមឲ្យទៀតហើយលែងខ្វះឲ្យដូចអាគុយអញ្ចឹងណាវាអស់ចិត្តអស់ភ្លើងកូនគេបញ្ចូលឲ្យពេញតែហ្មងដូចតែកេះហ្គាសអញ្ចឹងវាចិត្តអស់ហ្គាសគេបញ្ចូលឲ្យពេញតែហ្មងដូចកបោបលុយញោមចិត្តអស់លុយកូនគេបញ្ចូលឲ្យពេញយ៉ាងណាមិញញោមប្រងចាយបនអស់ឥឡូវកូនគេចាប់ផ្ដើមបញ្ចូលបនឲ្យទឹមជាងឲ្យកូនបានបញ្ចូលបនឲ្យញោមទឹម50ជាងគេបញ្ចូលបនឲ្យតែប៉ុណ្ណេះដឹងតែបានអាយុជាង100ហើយគិតចុះគិតឡើងវាអភ័ព្វអីអាត្មានេះទៅវិញដែលមានកូនណាធ្វើបុណ្យចម្រើនបច្ចុប្បន្នឲ្យគេម្ដងសង្ស័យតែអាយុមិនបានវែងទេជាតិនេះញោមណាស់ហើយអាត្មាចេះតែបារម្ភដែរមើលទៅសង្ស័យតែជាតិហ្នឹងអាយុមិនបាន200ឆ្នាំទេអាត្មាពុំដែលមានកូនណាចម្រើនបច្ចុប្បន្នឲ្យម្ដងមិនដែលមានកូនណាសពបុណ្យឲ្យដូចញោមបើណាស់បើមិនបាន200ឆ្នាំទេ180 190ក៏យកដែរញោមចេះតែទ្រាំយកទៅធ្វើម៉េចបើយើងអត់មានកូនណាចម្រើនបច្ចុប្បន្នឲ្យដូចញោមអញ្ចឹងណាអញ្ចឹងហើយបានមនុស្សខ្លះអាយុវែងអាយុខ្លីខុសគ្នាកុំចំណែនអ្នកខ្លះធ្វើផ្ទះថ្មីហើយស្លាប់ទិញឡានថ្មីហើយស្លាប់ក៏មានដែរអ្នកខ្លះគ្មានផ្ទះគ្មានអីធាក់តែសក្លោរស់នៅទល់តែឥឡូវមិនងាយស្លាប់ក៏មានដែរអញ្ចឹងជីវិតនឹងកម្មវាចាត់ចែងមកវាជាអាចកំបាំងមួយដែលយើងបទជនពិបាកដោះស្រាយណាតើអ្នកគិតក្នុងផ្លូវធម៌ឲ្យច្រើនបានយល់បានអនន្តស័យថៃគ្មានគិតអីទេផ្ដាំកូនអញគ្មានជឿឲ្យទាំងអស់កុំធ្វើបន់កុំធ្វើសិលកុំធ្វើទានសុំតែទ្រពទុកទៅអានឹងសុខសប្បាយស្រាប់តែខ្លួនឈឺចិត្តស្លាប់មែនតែនទៅភ័យហ្មងអញមើលទៅលែងរស់ទ្រពអញច្រើនដែរជាសេដ្ឋីបើអញស្លាប់ទៅចោលទ្រពស្ដាយណាស់បើអញ្ចឹងអញលួចកប់កំណប់ទុក5កន្លែងដាក់កំណប់5ពីងកប់ទុកតាមលបងអត់ឲ្យកូនដឹងទេញោមដល់តែពេលខ្លួនស្លាប់ទៅអត់មានបុណ្យអីអត់បានកើតទៅឋានសួគ៌ឋានអីមកកើតជាមនុស្សប៉ុន្តែមនុស្សហ្នឹងទៅចាប់ជាតិចំមកកន្លែងដែលអ្នកសុំទានហ្នឹងទៅកូនច័ន្ទឌៀលរស់ដោយសារសុំទានគេហ្នឹងជាង1000គ្រួសារនៅមុខក្រុងសាវត្ថីគ្រាន់តែគាត់ចូលទៅចាប់បដិសន្ធិក្នុងផ្ទៃក្រុមគេហ្នឹងគេចែកគេដើររើសអេតចាយដើរសុំទានគេលែងបានម្ល៉េះហើយគេក៏សន្មតថាក្រុមយើងប្រកាសជាមានមនុស្សការកណីចូលក្នុងហ្នឹងហើយបើអញ្ចឹងរយឃើញជំរះចេញគេបែងចែកមកខាង500មកខាង500អា500ដកផុតទៅគេដើរសុំទានគេបានវិញអា500ដែលមានអនន្តសេដ្ឋីនៅក្នុងផ្ទៃនេះរស់ស៊ីអត់បានគេបែងចែកតិចម្ដងតលទៅរកឃើញនៅសល់ស្រីម្នាក់មានផ្ទៃពោះគេបដិញ្ញចេញទៅមកគេថានេះមកពីនាងស្រីនឹងបានចង្រៃគេដើរសុំអីលែងបានសោះពីរស់ស៊ីលែងបានដោយសារនាងនឹងចង្រៃគេបដិញ្ញចេញនាងនឹងចេញពីក្រុមមកដើររស់ស៊ីសុំទានរឹសអេតចាយខ្លះអីខ្លះឬសម្រាមខ្លះសុំគ្រប់ខែប្រសូតបានអនន្តសេដ្ឋីមកញោមមកភ្នែកតិចច្រមុះមុខមាត់រៀបខុសកន្លែងទាំងអស់មនុស្សយើងទោះបីស្អាតល្អខុសគ្នាក៏រៀបភ្នែកចំប្លង់ដែរភ្នែកចំប្លង់ភ្នែកច្រមុះចំច្រមុះតិចអនន្តសេដ្ឋីកម្មរៀបខុសកន្លែងទាំងអស់ភ្នែកខិតទៅឯនោះច្រមុះខិតមកឯនេះមាត់វែងទៅឯនោះដៃមកខាងវែងមកខាងខ្លីជើងមកខាងវែងមកខាងខ្លីដីគេស្មើដើរអាលាក់ម្ដាយទោះបីកូនកវិចកវចយ៉ាងម៉េចគេនៅតែស្រឡាញ់កូនចាំកូនរហូតកូនចេះកាន់បែកដើរសុំទានគេថ្ងៃមួយម៉ែបែបធ្ងន់មែនតែនហើយត្រុតត្រោមហើយសុំទានគេលែងបានធ្លាក់ខ្លួនឈឺមែនតែនដាក់អង្វែងម្ដុំលើដៃកូនដឹងថាវាសនាម៉ែមិនរស់ទេកូនម៉ែមុខទៅស្លាប់ហើយកូនឯងទៅក្រែងរស់ណាកូនលើកអង្វែងម្ដុំដាក់កូនឯងទៅសុំទានគេខ្លួនឯងទៅក្រែងរស់ស្រាប់តែកូននឹងកាន់បែងម្ដុំធ្វើដំណើរទៅតែម្ដងញោមហើយដើរទៅយប់ត្រង់ណាដេកត្រង់នឹងសុំថ្ងៃខ្លះបានម្ដុំថ្ងៃខ្លះអត់ឃ្លានខ្លាំងពេករលែងបានគេលាងចានជះចោលក្នុងជ្រាំជាប់គ្រាប់បាយនៅនោះទៅរើសគ្រាប់បាយក្នុងជ្រាំហូបហើយយើងបើទៅឃើញយើងពិចារណាអាណិតគាត់មកផ្លែតគាត់មកពីណាបើអត់មានបាយហូបហើយឲ្យតែមានខោអាវស្លៀកអាខោអាវអត់ទៀតអត់ខោអាវហើយឲ្យតែមានកន្ទេលខ្នើយភួយមុងកន្ទេលខ្នើយភួយមុងអត់ទៀតអត់កន្ទេលខ្នើយភួយមុងហើយឲ្យតែមានផ្ទះធំទំនំខ្ពស់អត់ទាំងផ្ទះទៀតបើអត់ផ្ទះអត់ទៅឲ្យតែមានដីអាដីក៏អត់ទៀតហើយក៏អត់ភ័ព្វម្លេះមកពីណាក៏កំសត់ម្លេះថាសេដ្ឋីស្មោះសេដ្ឋីជាតិមុនស្មោះប៉ុន្តែគាត់ដើរទៅញោមហើយដើរគាត់អាចបានធ្វើបន់ទុកបានគាត់កើតមកអញ្ចឹងកើតមកក្រអញ្ចឹងញោមមើលគាត់ដែរជាតិមុនជាសេដ្ឋីមែនប៉ុន្តែជាតិថ្មីអាចសុំទានគេអញ្ចឹងគាត់ដើរទៅដល់ផ្ទះគាត់ជាតិមុន
គាត់នៅចាំជាតិលឺដើរចូលក្នុងផ្ទះភ្លុចអ្នកបំរើគេមើលមិនឃើញចូលដល់ក្នុងនិយាយពីក្មេងចៅកូនគាត់នឹងមានប្រពន្ធឡើងធ្វើសេដ្ឋីបន្តទៅមានចៅតូចអាចៅតូចវាឃើញមនុស្សចម្លែកចូលផ្ទះវាភ័យវាយំស្រែកទៅហ្មងឪពុកស្ទុះមកដល់ហាក់ឲ្យកូនយំស្អីហាក់អ្នកសុំទៀនណាហីមុខអាក្រក់ម្លេះឪអញផ្ដាំថាមិនឲ្យទៀនមិនឲ្យធ្វើបុណ្យហើយអ្នកសុំទៀនមកពីណាអត់ឲ្យទេពីណាអ្នកបំរើគេចេញមកវាយទៅហ្មងនោះផាំងភងជាកែងអ្នកជាគង់ផងកែងផងជាគង់ផងកែងផងឲ្យកូនក្មេងតូចហ្នឹងវាយទាត់អូគ្នាដួលចងាប់ចងល់ញោមមកឲ្យចាប់ជើងអូគ្រឿទៅដល់មុខផ្ទះគេកវែងហ្មងកវែងទៅសំណាងមិនចំថ្មព្រួកទៅក្នុងកំណរសម្រាប់នៅដង្ហើមចង្រិតឥឡូវណាវាយណាឲ្យខ្លួនឯងជាតិមុនណាសេដ្ឋីជាតិមុនណាឥឡូវមកដល់ទ្រព្យផ្ទះខ្លួនឯងកូនគេវាយអូសបោះចោលហើយញោមមើលឃើញដែរអវិជ្ជាបាត់បង់អញ្ចឹងវាយឲ្យខ្លួនឯងទ្រព្យសម្បត្តិខ្លួនឯងសុំមួយម៉ាត់គេមិនឲ្យវាយអូសបោះចោលទៀតនឹងហើយកាលពីគាត់នៅរស់គាត់មិនបានធ្វើបន់ទុកឥឡូវឃើញទេគាត់ស្លាប់មកអត់មានយកអីមកទាំងអស់ទុកឲ្យគេដូចប្របាទដែលដូចព្រះរដ្ឋបាលថៃសម្ដែងខាងដើមប្រពជាមួយស្ដេចក៏រូបជារាជមិញអញ្ចឹងណាញោមណាឃើញទេបានលោកថាពេលនោះពុទ្ធយាងមកបិណ្ឌបាតព្រះអង្គសួរអានន្តមានឃើញកូនក្មេងដែរនៅកំណរសម្រាមអានន្តថាឃើញព្រះអង្គអានន្តទៅហៅមូលសេរីមកកូនគាត់នឹងឈ្មោះមូលសេរីឡើងធ្វើសេដ្ឋីបន្តទៀតហ្នឹងមូលសេរីគេចេញមកគេមិនដែលគោរពព្រះអីទេគេឃើញព្រះគេនៅពើធ្វើមិនដឹងអញ្ចឹងទៅបានព្រះអង្គថាមូលសេរីណែឯងស្គាល់កុមារនេះទេអត់ស្គាល់ទេមូលសេរីកុមារនេះគឺអនន្តសេដ្ឋីឪពុកណែឯងអត់ទេឪខ្ញុំមិនមែនមកកើតថប់ទៀតចឹងទេឪខ្ញុំជឿសាសនាព្រះមកទទួលឪខ្ញុំទៅឋានសួគ៌ហើយឪខ្ញុំជឿសាសនាព្រំមកទទួលឪខ្ញុំទៅឋានលើឪខ្ញុំមិនមែនមកកើតថប់ទៀតអញ្ចឹងទេព្រះអង្គថាមូលសេរីនេះគឺជាអនន្តសេដ្ឋីឪពុកណែឯងហើយណែឯងប្រហែលជាមិនដឹងទេអនន្តសេដ្ឋីកប់កំណប់ទុក5កន្លែងណាឯនោះលើទៅកំណប់ដែលហ៊ានប្រកែកឃើញលុយមែនណែឯងបើចង់ដឹងណែឯងយកកុមារនេះទៅងូតទឹកឲ្យស្អាតបញ្ចុកបាយឲ្យឆ្អែតណែឯងនឹងដឹងភ្លាមលើកក្មេងនោះពីកំណរសម្រាមទៅជលក់ទឹកលាងដោះស្អាតភ្លឹងក្មេងនឹងវាត្រូវបាយឆ្អែតស្អាតខ្លួនហើយអង្គុយចុះអង្គុយឡើងមានសតិស្មារតីឡើងវិញញោមដើរហ្មងដើរដល់ចង្អុលក្រៀតលបងគេគាស់បានមកពីងដើរទៅមុខទៀតចង្អុលកន្លែងនេះមួយទៀតគេគាស់បានមកពីងទៀតដើរទៅមុខទៀតគាស់កន្លែងនោះមួយទៀតបានមកពីងទៀតគិតទៅកំណប់គាត់5ពីងគាស់បានវិញទាំងអស់មហាជនក្នុងក្រុងសាវត្ថីក្នុងសម័យកាលនោះផ្អើលមករាប់រយពាន់ម៉ឺននាក់ហ្មងហេតុអីបានគេមកច្រើនម្លេះសាសនាព្រះអង្គផ្សាយក្រោយទេមកដល់សាវត្ថីនោះផ្សាយពីរាជក្រឹសមកមុនទេគេកំពុងតែជឿសាសនាព្រំសាសនាព្រាហ្មណ៍ទេហេតុអីបានគេបាក់មកជឿសាសនាព្រះអង្គព្រឹបក្នុងកាលនោះមកពីមានរឿងហ្នឹងមនុស្សផ្អើលមកមើលថាអូពិតណាស់លោកកាយមនុស្សយើងស្លាប់ទៅកើតវិញមែនណោះហីកើតវិញយ៉ាងម៉េចកើតលោកសេដ្ឋីកើតវិញហើយមិនបានដឹងថាលោកសេដ្ឋីកើតគាត់គាស់កំណប់គាត់ចំណាំកំណប់គាត់ឥឡូវគាស់បានកំណប់គាត់ទាំង5កន្លែងវិញហីពិតជាលោកសេដ្ឋីមែនព្រោះគាត់ចំណាំកំណប់គាត់មនុស្សផ្អើលមកមើលអញចង់ដឹងការពិតអញទៅមើលសិនកុំមកតគ្នាមកឃើញមែនឡើងរាប់ពាន់រាប់ម៉ឺននាក់មកមនុស្សមកជុំគ្នាព្រះអង្គសម្ដែងធម៌ឲ្យស្ដាប់បតតាមមត្ថិធនមត្ថិពិតិពីលោវិហញ្ញតិអត្តាហេអត្តណោណដ្ឋិកតោបតាកតោធនន្តិជនពៀលហួងហែងកន្ទុកកន្ទិញទ្របអញមានរបស់អញមានកូនអញមានប៉ុន្តែទីបំផុតខ្លួនយើងមួយនឹងថែរក្សាមិនគង់ផងចុះទម្រាំទ្រព្យសម្បត្តិក្រៅខ្លួនតាំងពីមាសពេជ្រកែវកងប្រពន្ធកូននោះយើងរែកទៅរួចយើងថែទៅរួចបានឬអត់បានទេបើអញ្ចឹងភ្ញាក់ខ្លួនឡើងវ័យចាស់ជរាហើយអត់មានទ្រព្យសម្បត្តិណានៅជួយយើងបានរហូតទេមានតែបុណ្យមានតែសិលមានតែទានទេទើបទៅជាមួយយើងបាននាំឲ្យយើងកើតជាមនុស្សទេវតាបើយើងជាសេដ្ឋីជាតិនេះបុណ្យកុសលយើងធ្វើទៅយើងនឹងបានជាសេដ្ឋីកើតមកចាយទ្រព្យនឹងទៀតបើយើងមិនធ្វើទេនឹងស្លាប់ចោលដោយអនន្តសេដ្ឋីអញ្ចឹងម្ល៉េះហើយអ្នកស្ដាប់ធម៌គឺសម្រេចសោតាសកតិអនាគីអ្នកខ្លះថ្វាយអង្គមថ្វាយខ្លួនព្រះអង្គហើយសូមថ្វាយខ្លួនជាឧបាសកឧបាសិកាដោយញោមថ្វាយខ្លួនអញ្ចឹងជ្រះថ្លាថ្វាយខ្លួនហ្មងព្រះអង្គហើយខ្ញុំសូមថ្វាយខ្លួនជាឧបាសកខ្លះសូមថ្វាយខ្លួនជាឧបាសិកាអនន្តសេដ្ឋី2នាក់អពុកូនអង្គុយធ្វើតែមុខលេងឡងណាលោកទេណាអត់ទេហើយទេទៅគ្មានព្រោះផងស្ដាប់គ្មានយល់ផងគ្មានចូលទេស្ដាប់អត់យល់អត់ព្រោះផងអត់ព្រោះផងគេស្ដាប់យល់គេដឹងធម៌ឡនឯងអត់ព្រោះផង
កើតតន់ព្រះដល់ពីជាតិអត់ចេះស្ដាប់សោះស្ដាប់ផ្ទាល់ពីព្រះនៅតែស្ដាប់មិនយល់មកពីអីគេថានឹងហើយពធមិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាលោកអង្គណាទេសនាក៏មិនដែលស្ដាប់អត់ដែលសំនិស័យនៃការស្ដាប់ធម៌សូមបីកើតតន់ព្រះក៏នៅតែមិនចេះស្ដាប់ធម៌ដែរណាញោមណាបានលើកឡើងពីអនន្តសេដ្ឋីនឹងកំដរទឹកចិត្តញោមថាដោយសារមានរឿងអញ្ចឹងបានយើងថ្វាយខ្លួនសមាទានសិលចាត់ទុកថាស្វែងរកទីពឹងសម្រាប់ខ្លួននិយាយចឹងណាញោមមើលណាអ្នកខ្លះគាត់មានទុកគាត់ចង់ស្លាប់ដល់ពេលគាត់សបាយគាត់ភ្លេចគិតខ្សលគិតទៀនដល់សបាយជ្រុលអត់គិតលៃពេលធ្វើបន់ទៀនដល់តែមានទុកទៅរស់លោកក៏ជួយហើយដល់កាត់ទុកខ្លាំងមែនទែនរកវិធីដោះស្រាយអ្នកខ្លះទៅចងកសម្លាប់ខ្លួនទៅលូតទឹកទៅលេបថ្នាំសម្លាប់ខ្លួនអត់ចេះរកវិធីដោះស្រាយទេអាត្មាវល់និយាយលេងអ្នកប្រងសម្លាប់ខ្លួនដែរអាត្មាឲ្យទៅទីពេទ្យឲ្យគេបូមឈាមឲ្យអស់ឲ្យគេកាយយកកលៀនឲ្យគេយកភ្នែកគេយកអីអស់ទៅចាំស្លាប់បានប្រយោជន៍ដល់អ្នកនឹងរស់ក្រោយគេយកទៅព្រះការផងកុំទៅលូតទឹកវាខាតដល់ថាអញ្ចឹងគាត់រៀនទៅទីពេទ្យដែរចង់បបួលណាប្រងសម្លាប់ខ្លួនទៅទីពេទ្យទាំងអស់ទៅបរិច្ចាគឈាមបរិច្ចាគកលៀនខ្ញុំបរិច្ចាគកែវភ្នែកអញ្ចឹងបានមានតាម្នាក់ពីសម័យព្រះជពាក់លុយគេឡើងវ័នកជពាក់លុយគេច្រើនពេកគាត់នឹកថាអញតាំងពីថ្ងៃនេះទៅបើអញប្រឹងរលុយកាក់ហើយអញយកទៅសងគេតម្រាំសងរួចអញងាប់ល្មមបើអញ្ចឹងចាប់ពីថ្ងៃនេះទៅអញគ្រាន់តែសងលុយគេនឹងស្លាប់បណ្ដោយបើអញ្ចឹងអញលែងចង់រស់អញចង់ស្លាប់បែបបនល្មមលោកអើយមកយកជីវិតខ្ញុំទៅបកាលយកជីវិតខ្ញុំទៅបកាលមកយកជីវិតខ្ញុំទៅបកាលគឺយមរាជយមបាលចេញមកផ្លែតហើយមានកាយហៅខ្ញុំលែងចង់រស់ហើយតែមិនបានមិនចង់រស់ជាពាក់លុយច្រើនពេកជាពាក់លុយគេច្រើនពេករស់នៅក៏សងលុយគេមិនគ្រប់ដែរខ្ញុំចង់ស្លាប់យមបាលថាមិនបាច់ចាំចង់ទេដល់ថ្ងៃគង់ឲ្យស្លាប់ទេឥឡូវតន់គេឲ្យរស់នៅសិនដែរខំធ្វើសិលធ្វើទាននៅមានប្រយោជន៍ទៅដល់ថ្ងៃមិនបាច់ចាំបនទេគង់ឲ្យស្លាប់ឥឡូវជីវិតណែវាមិនតន់ដល់ត្រូវស្លាប់ខំរកស៊ីសងគេសិនដែរតែថានឹងរកស៊ីអីផងសងកុំអស់ឥឡូវយកស្អីមកកត់ខ្ញុំប្រាប់ឆ្នាំយកមកបាលនោះចិត្តល្អចេះប្រាប់ឆ្នាំអាដើមនេះធ្វើឆ្នាំកាពះអាដើមនេះធ្វើឆ្នាំថ្លើមអាដើមនេះឬដូងបាតអាដើមនេះស្អីទៅចឹងទៅតែគាត់ទៅធ្វើឆ្នាំលក់ទៅបរោះនោះគាត់ពីយមមកបាលបានមកយើងធ្វើឆ្នាំលក់ដាច់មែនឆ្នាំគាត់ប្រកែញោមស្រាប់តែបានលុយច្រើនឡើងសងគេរួចអស់ហើយលីងសំលុយឡើងកើតជាមហាសេដ្ឋីមានដាច់គេមកស្រុកនោះមកគាត់ជាអ្នកមានដាច់គេប៉ុន្តែដល់ពេលគាត់មានបានហឺហាជាងគេមកស្រុកគាត់លែងចង់ងាប់លែងចង់ស្លាប់ដល់ពេលគិតទៅពីសបាយនឹងទ្រព្យសម្បត្តិលបែងលបាំសពបែបយ៉ាងនៅសល់7ថ្ងៃទៀតដល់ថ្ងៃស្លាប់យមបបាលមករំលឹកម្ដងទៀតមកដល់បង្ហាញខ្លួនទៅមិនកាលមុនចង់ស្លាប់ខ្ញុំប្រាប់ថាមិនទាន់ដល់ពេលស្លាប់ទេឲ្យខំនៅរស់ស៊ីធ្វើបន់ធ្វើទានសិនទៅឥឡូវនេះតាំងពីខ្ញុំប្រាប់មកណែឯងអត់ដែលបានធ្វើបន់ធ្វើសិលធ្វើទានអីសោះ7ថ្ងៃទៀតស្លាប់មែនតើហើយណាណែឯងដល់ថ្ងៃ7ថ្ងៃទៀតត្រូវស្លាប់ហើយខ្ញុំនឹងមកយកហើយបើណែឯងចង់បានចាយទ្រព្យនឹងតទៀតខំធ្វើបន់ពីថ្ងៃហ្នឹងទៅដល់ណែឯងស្លាប់ទៅនឹងកើតមកបានចាយទ្រព្យនេះទៀតអញ្ចឹង7ថ្ងៃទៀតខ្ញុំមកយកហើយខំធ្វើបន់បាត់សមោទៅវិញปั๊បអ្នកមានហ្នឹងគាត់គិតតែមកអញទ្រព្យសម្បត្តិច្រើនណាស់អញវាមិនគួរស្លាប់7ថ្ងៃទៀតទេទ្រព្យអញនៅច្រើនអញវានៅកម្លាំងខ្លាំងដែរអញចង់រស់តទៀតបើយមបបាលមកយកទៅហ្នឹងអញទៅនៅស្រុកឯនោះយមបាលអត់ដឹងទេត្រយមកខាងយប់ឡើងបបួលប្រពន្ធជូនមាសពេជ្រដាក់សពៅបបួលកូនឡើងលើសពៅបទៅនៅត្រយមកខាងបើយមបបាលមកយកឯនេះអត់ឃើញអញអញ្ចឹងទៅឡើងលើសពៅទៅមែនយម7យប់7ថ្ងៃប៉ះខ្យល់ព្យុះបក់ក្នុងសមុទ្រនោះលិចផ្លឹបទៅទាំងទ្របទាំងមនុស្សទៅសូនបដ ாய் ញោមមើលឃើញដែរដល់ពេលកិច្ចអត់ផុតហើយដល់តែសូនប៉ុណ្ណឹងទៅបានទៅណាអត់បានមកមនុស្សគេទេបានស្ដាយក្រោយណាស់កើតជាមនុស្សហើយបានកើតជាមនុស្សហើយមានពេលមានឱកាសមិនក៏មិនរស់សល់រត់ទៀនពូជឲ្យកើតជាមនុស្សទៀតបែរទៅជាផ្លេចសិលផ្លេចទៀនឥឡូវអត់បានកើតជាមនុស្សទេទៅនរកប្រែតទេទៅណាញោមណាអញ្ចឹងបានថាសោកស្ដាយឥឡូវនេះបានជាញោមមានទធាជ្រះថ្លាថ្វាយខ្លួនក្នុងពុទ្ធសាសនានិយាយពីម្ដាយថ្វាយខ្លួនជ្រះថ្លាធ្វើបុណ្យហើយឥឡូវនិយាយពីកូនវិញម្ដងគេថាសងគុណហើយនឹងតបគុណកូនដែលមានធម៌កតញ្ញូកតាំងឧបការៈជានាតីតិអ្នកដឹងគុណដឹងសេចក្តីល្អរបស់ម៉ែឪអាហ្នឹងគេហៅថាកតញ្ញូហើយកតវេទីការធ្វើតបដឹងហើយធ្វើតបគេថាកូនសងគុណម៉ែឪមួយតបគុណមួយជូនបាយជូនទឹកជូននំចំណីត្រីសាច់សពុតសៅអាវស្បៃបច្ច័យលុយកាក់ប្រាក់កាសគួកច្បាច់អស់អញរំកិញចិត្តប៉ុណ្ណេះគេថាសងគុណណាមិនតាន់សងគុណទេ
ban trầm tại tọp côn là phần nó mấy ban mình toàn xong có ngành mọt là phần màn pê đang sườn sườn có slap từ ruộng từ prai của miền này đôi sai cào piro xin chăm côn miền kênh cặp lập không quay vào đọc cột cột pong tàu từ lực nền chinh phút kia có họ kia bạt kia mà cạn mà chậm mà sen hiên lụa đô bằng rót bằng rác sạt thiệt từng rùa đợt lương che pray cặp đây đại sạt bầm bạt chỉ vật sạt đầu tây do lôi mòn chăm côn chun cao kia cột pong đã tầm ni quạt đã và đa xa quạt cột pong tầm miền ba ban ngành là phần màn mắt slap tới áp bạc nó mà tàu có từ ruộng của miền đai cho xong côn là mạch vinh và bút sầm đành thả vô chặt khao phi cái về miền ta pe tao ạ sắt thế sắt thế sam pati yasa mata pe te ne viên say te tật tha pe te mà điêu bị khâu tàng lai mai ơi na bùm toàn miền sắt thế nhang có đại miền sắt thế tới bùm toàn miền chạ kẹ nhang có đại miền chạ kẹ bùm toàn miền say lẹ nhang có đại miền say lẹ bùm toàn miền panya nhang có đại miền panya tới tận này ban kỳ hào song con na nhang púc mà đai rồi miền sắt thế miền sơ miền chạ kẹ miền panya ban kỳ hào thật song con mấy ban hào song rồi nhang có đại miền sắt thế có che thưa bón che chạ kẹ miền sơ cứ quát ban ca chi mà đồ tây đá ban hốp rò chiết từ từ mà đo rồi cầm nát pin rô pride men hốp tập bay pê lấy cứ ban hốp rò chiết từ từ mà đo rồi pin rô pride ban cái hai thật song con chẳng nói ban của bột từ lục từ song con là bốc mặt đai của miệt đa của bay đa lông men vô miệt từ song đây hai con men vô lôi từ song đây ông từ sầm đành thò ở của miệt đa của bay đa vô thò với những chả tốt chẳng nói nhau na bạn thật tầm lay này ca song con nơi lư rương năng cho dân thưa này song con rồi có tọp conตั้งปีสองคนก็ធ្វើតបคนក៏ធ្វើឥឡូវតបយើងធ្វើហើយថាតើនេសាំងប្រេសាមីពីដើមម៉ែឪចាំយើងឥឡូវយើងក៏ចាំគាត់កិច្ចចាំងនេសាំងប្រេសាមីទទួលភារៈកិច្ចជំនួសគាត់ទុកឲ្យគាត់ទៅវត្តគាត់ระวังសាំងតប្រេសាមីពូជម៉ែឪធ្លាប់ជឿអញ្ចឹងឥឡូវកូនចៅជឿតាមទាយាចាំងបដិបជាមីប្រតិបត្តិថែរក្សាទំនៀមទម្លាប់នឹងគេតំណាលអនុសាវរីយ៍ម៉ែឪចែកឲ្យកុំឲ្យបាត់បង់មេត្តាបិតាដែលស្លាប់ទៅតាក់កណាំងអនុប្រទេសសាមីកូនចៅបានធ្វើហើយនេះជាកូនល្អកាន់តាមទូនីតិខ្លួនមួយហើយចុះតបគុណនោះអាម៉េចជូនបាយជូនទឹកនំចំណីគេហៅតបគុណចុះសងគុណនោះអាម៉េចថ្ងៃនេះអញ្ជើញគាត់មកចូលស្ដាប់លោកទេសនាអញ្ជើញអាចារ្យមកបញ្យលធម៌ឲ្យគាត់មានសទ្ធាឲ្យគាត់មានសិលញោមមើលឃើញដែរបានទទួលត្រៃសរណគមឲ្យគាត់មានសិលឲ្យគាត់ស្ដាប់លោកទេសនាឲ្យគាត់មានបញ្ញានិងមានសទ្ធាចុះឲ្យគាត់ចាក់កែត្រង់តាណាទិញរបស់របរយកមកតាំងពីសពុតងូតសាដកស្បង់ស្បៃត្រៃជីពោឲ្យយកមកជូនគាត់ជូនលុយកាក់គាត់ឲ្យគាត់បានរបស់ច្រើនគាត់យកទៅធ្វើបុណ្យគឺញ៉ាំគាត់ឲ្យចេះចាក់កែតែនឹងឲ្យដែលគេហៅសងគុណបានគេថាធ្វើបច្ច័យ4ណាញោមអ្វីហៅថាបច្ច័យ4ញោមជួយឆ្លើយអាត្មាម្ដងហត់ណាស់48នាទីហើយញោមមើលហត់ណាស់ឥឡូវជួយឆ្លើយអាត្មាបន្តិចដូចមួយដេចដែលហៅថាបច្ច័យ4តើបច្ច័យ4ហ្នឹងស្អីគេអ្នកខ្លះថាបច្ច័យ4ហ្នឹងលោក4អង្គអ្នកខ្លះថាបច្ច័យ4ហ្នឹងលោក4វត្តអ្នកខ្លះថាបច្ច័យ4ហ្នឹងសាដក4កញ្ចប់អ្នកខ្លះថាបច្ច័យ4ហ្នឹងអាគ្រឿងប្រឡងក្នុង4អានោះឲ្យបច្ច័យ4អ្នកខ្លះថាមែននេះបច្ច័យ4ក្នុងមួយកញ្ចប់ហ្នឹងមានវែក4ស្លាបព្រា4ចាន4ឆ្នាំង4ប៉ាន់4ថាមិនថាទៅស្រាញ់ទៅរាប់ទៅអាត្មាមិនដឹងទេបដិជ្ជnăngអេថាទេជាបច្ចយោគ្រឿងអាស្រ័យតាំងពីកើតមកសម្រាប់ឲ្យជីវិតយើងរស់ទល់សពថ្ងៃគេហៅថាបច្ច័យ4គេហៅថាបច្ច័យគ្រឿងសម្រាប់ទ្រទ្រង់ជីវិតយើងតាំងពីកើតមកទល់ថ្ងៃនេះរស់ដោយសារបច្ច័យនឹងមាន4មានន័យថារបស់4មុខហ្នឹងជួយយើងតាំងពីកើតមកដល់ថ្ងៃហ្នឹងបានយើងរស់ទល់ថ្ងៃហ្នឹងដោយសាររបស់4មុខហ្នឹងគេហៅបច្ច័យ4ឥឡូវចាំឆ្លើយបើឆ្លើយត្រូវជូនពិន្ទុ1លានអ្នកណាបានពិន្ទុច្រើនជាងគេឆាប់ដល់ពិន្ទុគេឲ្យវីសាទៅឋានសួគ៌ឥឡូវអាត្មាសួរញោមតាំងពីកើតមកទៅប៉ុណ្ណេះស្លៀកពាក់សពុតខោអាវម៉ែអស់ប្រមាណកាផ្លេម្នាក់តាំងណាធ្វើឲ្យលហៃតាំងណាធ្វើឲ្យឆ្អេះសុំឆ្លើយម៉ានញោមរាប់មិនអស់ដូចអាត្មាដែរអាត្មាដឹងអស់ប្រមាណដែររាប់មិនអស់ដែរចុះបើយើងជាពាក់លុយគេ10000ត្រូវសងប្រមាណសង10000ចុះបើជាពាក់គេ20000សងប្រមាណសង20000ចុះបើជាពាក់គេរាប់មិនអស់ត្រូវសងប្រមាណសងរាប់មិនអស់ចុះបើជាពាក់គេរាប់មិនបានសងប្រមាណសងរាប់មិនបានដូច្នេះយើងជាពាក់សពុតខោអាវម៉ែដល់ថ្នាក់រាប់មិនអស់អញ្ចឹងក្នុងបាលីក្នុងធម៌ត្រង់ហ្នឹងគេហៅថាជាពាក់ជ័យវរៈបច្ច័យម៉ែមួយហើយដល់ថ្នាក់សងមិនអស់ហើយបើដឹងថា10កាផ្លេ20កាផ្លេទិញសងឲ្យរួចគ្នាបើឥឡូវវាមិនដឹងចំនួនផងសងមិនអស់ទេជាពាក់មួយឥឡូវទី2បើញោមឆ្លើយត្រូវជូនពិន្ទុ2លានតាំងពីកើតមកទល់ប៉ុណ្ណេះហូបបាយម៉ែអស់ប្រមាណចានម្នាក់បើគិតជាងអង្គអស់ប្រមាណកំប៉ុងម្នាក់សូមជួយឆ្លើយ10កំប៉ុងហ៎20ហ៎រាប់មិនអស់ទៀតហ៎ដូចអីអាត្មាដូចបេះបិទតែហ្មងអាត្មាក៏រាប់មិនអស់ដែរមិនដឹងអស់បាយប្រមាណកំប៉ុងហើយ
bà đôi chân này hỏi miền này tha dương chỉ bẹ bài mái đòi thằng rọp mà nó bao nhiêu chẳng khôn bà lấy khôn thoa kia hai tha chỉ bẹ bần là bà tập trái mai mùi tiệt hơi kêu hộp cái hai bần là ba lời mùi tiệt nhôm vậy rồi tròn tăng bị cao mò tôi vào bần này đây cái tiêu khơi phôi mông mai tăng à thưa ao là hai tăng à thưa ao chạy chạp ởประมาณ กับplay mà nè xong chui chơiรอบมันออกเตียดให้เป็นตุกใบเลียนโยมnơiแต่ชลอยมันตรึอาตมาก็มันดังได้อาตมารักทงเชียงโยมเตียดเนาะก็เตียลเกทำไมเชิงตำบานปีกระปงอาศัยเมาชื่อบดใดบดเชิงละมอมขมิ้นปรับปีนาได้บังดักกระเตียลงละมอมนะปรักหลังอยู่ตัวเลี้ยงหาไงเปรียดอาตมารักทงมันนะโยมกีปอกีใบเลียนโซเล็กเขาอากีทำไมซ้อยังกันช่วยตักดากีแพลดบ่าวจังยืงเพื่อเอาแฉะอาบตั้งแต่ปีกเตลขนอยพวยมงเปรปรมเชียมจอมระเนียงยังนนไม้ตั้งปีการมาโดนปันนี้มันดังออกประมาณตีตันนี้เกี่ยให้ถัดเฉเปะเสนาสนะปัจจัยไม้มวยตีได้ฮะอะไรมวยตีแต่ให้จิตเราเท้าจูนเป็นตุกบุญเลียนตั้งปีการมาตัวปันนี้โยมาตะเกาะไม้ออกประมาณไก่กระเรนไก่ไม้ออกประมาณดมให้เล็บนำไม้ออกประมาณกรอบจะบรรลุจิจะวิ่งประมาณบรรจุรสมช่วยเลยรอบมันออกเตียดหายโอ้ยไอ้ก็โดนจะทำไมโดนอย่างนี้บารอบมันออกตียิงกัดมือยิงก่อนแต่ชื่อก็จอมดังประมาณดองลิบนำมันดังประมาณดองของบางจังยิงจีเปะเครื่องนำไม้นี่ดอธนารอบมันออกกอดเคลียนกระเรนไก่เคลียนนมมันเลยกอดมาโรยมาเรียลกอดบดยอดขนมจีกับมาจีอาสรมขนอยกรมกับตีเราเห็นใจดิกับปนบุกโกนลืมมึงมายมเตียกระเรนไก่ตัวโฮดมังกุยปุดเปลี่ยมาสันทุกข์เลยตรองวิญญาณติงกระเรนไม่ต่อละบานเลยโกนมันเราหายดำใบโกนรวมไม้สกจัดได้ปีหมดปลอดปีกอเป็ดแม่ในออดโยมสับไงนะปีดามันซื้อสบู่เป็ดที่ไม้ปะบ้านะโกนชื่อยุบปลุกตัวหายเป็ดหายมองวอคือต้องยุบเงินปะปิงปะปื้มมันลำปะปิงปะปัดเพลิงสตะพกสตะละบับตึกดามองวอเป็ดคือน้องชายปลูกเอาเป็นพุ่มกบีกับตัวออกมวยทั้งเอาแต่โกนขยำเชียมาขยำสับจัดลูกโกนลูกกับใบลูกได้ก็สับจัดได้แน่ต่อสู้อันน้องทายจะนอนน้องเวียมซื้อสบู่เป็ดไม้ปะบ้าอย่างน้องอันเล่านี้ได้เป็นสบู่เป็ดคลังแมนเต้นเป็นลำลังสเตียเป็นคนแทบบุพาระมังเห็นแต่เนี่ยเติมมังเปิลมังใบขมิ้นช่วยโจเลยโยมสเตียสัตนานาcáiสัตไม้แห่งโกนโยมได้แต่เคยยังอดจังตำรอนโกนรูปปันเนี่ยมันดังก้นแทบบุพาประมาณเชื่อนี่เนี่ยสมัยทำไมนะโยมนะจังเขาจะเปะนำไม้รอบมันออกแต่เนี่ยที่เขาจะเปะกิเลียนเพศเจียปัจจัยไม้อะไรยังสะระบองรอบซาลังวิ่งเครื่องเลี้ยเปะที่เขาใจบระปัจจัยมวยเครื่องหอบช็อกที่เขาทำบรรณาบาตปัจจัยมวยเครื่องได้เครื่องนื้อที่เขาตัดสินนาสนะปัจจัยมวยเครื่องแน่นำเป็ดที่เขาทักกิเลียนเพศเจียปัจจัยมวยสรบตั้งยังเคยมีบุญแต่ยังจะเปะไม่ตาบุญนั่งที่เขาไอเกบุญนั่งหายดาวที่เขาทำปัจจัยบุญเนาะแมนปัจจัยบุญโลกบุญองเต้ให้คอมเมนต์ปัจจัยบุญลบบุญบวชได้ให้คอมเมนต์บุญกระจอบได้ปัจจัยบุญคือระบบได้ยังเปลือไม้เปลือระบบไม้ยังตั้งปีการมาตัวปันนังบุญหมกมันนังไงยังปัจจัยบุญบุญหมกมันนังนะโยมนะก่อนจะลองถ้าโอปัจจัยบุญลบบุญองบุญบวชมาพิอตอนโยนอะไรโยนพออ้อนจังสองให้เจ้าไม่ตั้งกิเธอปัจจัยบุญชุนไม้ตั้งปีการมารูดอยซาไม้ดอยซารูดบานปันนังดอยซาระบบตั้งบุญนังตาเจ้าระบบตั้งบุญนังระบบนานระบบไม้ยังจะเปะนาจะเปะไม้บ้านจะยังดังคนไตรทั่วปัจจัยbốn song con mai vinh nhiều mơ cái này chẳng dừng song con mai cho dừng tham bánh song mình ruồi cho lại ngày đang song ruồi chơi mình ruồi má ta song ruồi hai đây ban ruồi ruồi mai con lên tí à mà thay dừng chỉ bẹ con chưa nó dừng song và nắng ruồi kia đấy con tôi và dừng á mai ruồi kiaตัวปิดปิดสมได้ทวีโบหากายวิกามันซ้อมรมไม่ประมาณไม้อดตัวเอารุ่ยคะแนนให้มันทำให้รุ่ยคะแนนก็จูนโปยังโรซีเมียนบานเทียนยังไม่แค่ไหนสบายจังให้บางกิจการเพื่อนนี่เกี่ยให้ทับปากกาสนะกัตยุดะเมโครปากกาจาริบใบเซนจูนตีประดาติตีออกตีประดาแมนหายมาองปีองเลยหายตรงออกมาจากกวานี่ยังไม่ร่วงหน้าเปียหน้าcái thứบนไงนั่งโดยคะแนนแต่ให้มันตอนอาจารย์ในโปรโมตีประดามันไหนตั้งอ๋อคือให้มาตั้งอ๋อดังไม่หมดดังลือทักโกนใจกิเมียนทอกัตยุกิซองโกนายจังบานกิเพื่อประชายบุญวังจิตตปาจิยะเตยเกาสกขังวันเตตัสมาตินังสยามเปประวัติเตตับยังอาในซองโกนเนี่ยเพื่อประชายบุญชุนไม่นี่โกนรวมแม่ยรู้กำเปียจมวยไม่หายโกนก็บานดำปุ้ยประชายบุญนี่ต่อถึงมกจับเปียในเตยโกนแรงขวาประชายบุญนังหายแต่งเชียดนี่แต่งเชียดข้างมกแรงครอแรงลมบะแรงเตายะแรงเวทนีหายการหลังมมีนอาระบตั้งบุญนังกรุบมกอาระบ
ហូបក៏មានមិនខ្វះអារបស់ស្លៀកពាក់ក៏មានមិនខ្វះគ្រប់ម៉ាកគ្រប់ម៉ូតគ្រប់ឈុតគ្រប់ឆាអាកន្លែងដេកនៅផ្ទះធំទំនងខ្ពស់ដីធ្លីក៏មិនខ្វះសុខភាពគេក៏ល្អមកពីគេបានដាំពូជបច្ច័យ4ទុកណាញោមណានេះបច្ច័យ4ហើយចុះមួយទៀតញោមថា4មុខវាជាពាក់សងរាប់មិនអស់ឥឡូវនិយាយតែមួយមុខទេងូតទឹកតាំងពីកើតមកទល់ប៉ុណ្ណេះតើម៉ែងូតទឹកឲ្យប្រមាណដងម្នាក់ដោះក្អែលឲ្យប្រមាណដងម្នាក់ហើយដោះកន្លែងណាខ្លះសូមឆ្លើយហើយគក់ខោអាវឲ្យកូនប្រមាណដងសូមឆ្លើយរាប់មិនអស់ទៀតមួយថ្ងៃអាចងូតទឹកឲ្យ3ដងមែនទេញោមជឿបើកូនហើមពោះបាញ់3ដងតាំងងូតឲ្យប្រមាណដង3ដងដែរកំពុងតែឆ្ងាញ់អាទឹកគ្រឿងអាផ្កាស្នោផ្កាកផ្លោកកូនបាញ់ប្រាក់លើកូនដាក់ម្ដុំអាចឲ្យបាញ់អស់អាចលក់តទៀតសិនចាំហើយចាំលៀងឲ្យទាំងអស់គ្នាហ្មងជួនកាលយកជើងធ្វើប្រគុណឲ្យកូនទៀតណោះហើយយើងសាកសម័យឥឡូវវិញវាយវងជាមួយម៉ែជាមួយឪវិញមើលណាបើសិនជាម៉ែបាញ់ប្រាច់វិញមានកូនណានៅតស៊ូទឹកគ្រឿងផ្កាស្នោទេទេអត់ទេប្រហែលជាមិនទេឈប់ឲ្យទាំងអស់ហ្នឹងចឹងហើយម៉ែអត់ទេដល់ទៅហើយទៅគាត់លៀងគាត់យកដៃណាលៀងដៃហ្នឹងគាត់លៀងកូនហ្នឹងលៀងអាមុខអាក្រួយទាំងអស់ដៃហ្នឹងលៀងដៃហ្នឹងជួយគាត់គួរកតបកូនដៃណាដៃហ្នឹងដែរគាត់ញីកតបមិញឡើងក្រហមឡើងលឿងដូចពងទាឥឡូវលៀងឡើងស្អាតភ្លឹងដៃហ្នឹងលៀងពុតច្បាច់ឡើងស្អាតភ្លឹងអស់ហើយជួយគាត់លៀងចានដៃណាដៃហ្នឹងដែរលៀងឆ្នាំងដៃហ្នឹងដែរលៀងក្លាពីដៃហ្នឹងដែរដាំស្លដាំបាយលៀងកច្បាច់ដៃហ្នឹងទៀតហើយដល់គាត់លៀងបន្លែដៃហ្នឹងទៀតគាត់ធ្វើទឹកគ្រឿងច្បាច់ដៃហ្នឹងទៀតដល់ហើយទៅគាត់ហូបដៃហ្នឹងដែរដៃម៉ែគ្រប់រសជាតិតែហ្មងណាញោមណាទម្រាំកូនរស់ចេះម៉ែនឹងងូតទឹកដោះក្អែលឲ្យកូនយ៉ាងណាទេចុះឧបមាថាមួយថ្ងៃ2 3ដងហើយទម្រាំយើងចេះងូតខ្លួនឯងឧបមាថាសរុបទៅគាត់ងូតទឹកដោះក្អែលឲ្យយើងបាន2000ដងហើយចុះយើងវិញងូតទឹកដោះក្អែលឲ្យម៉ែបាន2000ដងស្មើគ្នាហើយនៅពលយូបានស្មើងូតទឹកឲ្យតែម្ដងនឹងផងកន្លែងខ្លះអាចារ្យហៅចុងបែកមីក្រូតម្រាំទៅជុំគ្នាហៅមួយបាត់មួយហៅមួយបាត់មួយតម្រាំទៅជុំគ្នាឡើងរួយមាត់ហើយមិនបាន2000ដងញោមចឹងហើយបានថានៅពេលដែលគេដឹងអញ្ចឹងអាត្មាដឹងថាម្ដាយដោះកាលឲ្យកូនគ្រប់កន្លែងតាណាក៏ដោះគ្រប់កន្លែងទាំងអស់គេស្គាល់អស់លីញោមមើលក៏លោកលៀនថាក៏គេស្គាល់ដែរគេឃើញតោះលីណាញោមណាហើយអញ្ចឹងបានជាពេលគេដឹងគុណម៉ែឪគេតែងតែដាក់បោះស្បុកមួយស្រោចទឹកជូនម៉ែឪជានិមិត្តរូបអាគាត់ខំលៀងដោះឲ្យយើងតាំងពីតូចមកហ្នឹងឥឡូវបានយើងលៀងដោះឲ្យគាត់វិញហ្នឹងណាញោមណាអញ្ចឹងវាអាចកំបាំងបុណ្យចម្រើនបច្ចុប្បន្នបច្ច័យ4ដាក់បោះស្បុកហ្នឹងនៅតាណាវានៅតាហ្នឹងមកពីម៉ែឪធ្លាប់ងូតទឹកឲ្យកូនពីមុនមកដោះកែឲ្យកូនឥឡូវកូនដោះម្ដងហ្នឹងជំនួសអារាប់ពាន់ដងហ្នឹងហើយម៉ែយល់ព្រមអត់គាត់ព្រមតាសុំម៉ែឲ្យកុំឲ្យកូនជាប់កម្មពៀម៉ែដោះឲ្យកូនពីច្រើនពីមុនមកឥឡូវកូនដោះម៉ែវិញសុំឲ្យរួចគ្នាម៉ែអបឲ្យពរកូនមិនអីទេម៉ែមិនយកកម្មពៀទេឲ្យកូនរួចគ្នាយ៉ាងម៉េចណាសងតែម្ដងហ្នឹងម៉ែឲ្យរួចតែម្ដងយើងចំណេញអញ្ចឹងយើងម៉ែដោះឲ្យកូនច្រើនដងណាស់អញ្ចឹងហើយបានគេថាបោះស្បុកហ្នឹងតំណាងឋានសួគ៌កូនម៉ែហែម៉ែឲ្យឡើងបោះស្បុកហ្នឹងមានន័យថាហែម៉ែឡើងឋានសួគ៌កូនចាក់ទឹកត្រជាក់លើគាត់ឲ្យគាត់បានភាពត្រជាក់ត្រជុំហើយកូនលាងដោយទឹកសាប៊ូក៏អូបហៅថាសុគន្ធវេរីគឺលាងជំរះអំពើបាបក្លិនឆ្អាបចេះដែលគាត់រស់ស៊ីចិញ្ចឹមកូនក្រែងអាសត្វធាតុណាវិជេដាក់ទំនាយអីមកហើយអញ្ចឹងទៅក្រែងលោវាមានបាបអញ្ចឹងលាងជំរះបាបទាំងនោះប៉ុន្តែលាងមួយថ្ងៃវល់ល្ងាចសួរថាវាដាច់បាបទៅដាច់ក្អែលវាដាច់តែក្អែលទេបាបវាអត់ដាច់ទេចុះដាច់បាបនៅត្រង់ណានៅត្រង់កូនចៅសុំខមាទោសអាត្មាសុំសួរញោមមួយម៉ាត់ក៏មកអាចារ្យលឺញោមតាំងពីបុណ្យមកហ្នឹងញោមនៅស្រុកហ្នឹងអាចារ្យមានគេនាំកូនចៅសុំខមាទោសម៉ែឪដែរញោមមែនត្រូវណាញោមអាត្មាចូលចិត្តណាគ្រប់គ្រងអាចារ្យណាដែលដឹកនាំកូនចៅឲ្យសុំខមាទោសម៉ែឪអាត្មាចង់បានអាចារ្យអញ្ចឹងឧបមាថាបើអាត្មាធ្វើបុណ្យចម្រើនបច្ចុប្បន្នឲ្យយាយក្មេកអីក៏ចង់បានអាចារ្យអញ្ចឹងដែរទេអានេះគ្រាន់តែឧបមាទេវាអត់មានយាយក្មេកអីទេគ្រាន់តែឧបមាឧទាហរណ៍ថាបើសិនជាអាត្មាចម្រើនបច្ចុប្បន្នឲ្យម៉ែក្មេកអីក៏ចង់បានអាចារ្យអញ្ចឹងដែរព្រោះចេះនាំកូនចៅឲ្យសុំខមាទោសហេតុមិនបានឲ្យសុំខមាទោសញោមមកឲ្យគ្រាន់តែរបស់មើលឃើញមិញជាពាក់គាត់រាប់មិនអស់ផងជាប់មើលមិនឃើញតាំងពីសម្លក់សម្លឹងម៉ែឪបើមិនទាន់សុំទោសគាត់កើតឡើងភ្នែកវាចហើយបើធ្វើមុខកញ្ញើដាក់ម៉ែឪគាត់ជាព្រះមិនទាន់សុំទោសគាត់កើតឡើងមុខកញ្ញើខ្មៅកញ្ញើដូចភ្លើងឆេះគល់ទៅយ៉ាងអញ្ចឹងលេកលាស់ទេគាត់នៅតែជួយអត់ឈ្នះដែរចេះតែបន្ទោសឲ្យសែនម៉ែសែនឪបង្កើតកូនអយុត្តិធម៌ណាឲ្យបងស្អាតឲ្យអញមកខ្មៅកញ្ញើអាក្រក់សែនម៉ែសែនឪអយុត្តិធម៌នោះឲ្យសែនអញ្ចឹងឲ្យសែនប៉ុន្តែឯងពីមុនមកធ្វើមុខកញ្ញើដាក់ម៉ែឪអត់បានសុំទោសគាត់បានកម្មពៀមុខកញ្ញើណាញោមណាហើយលោកតាអ្នកខ្លះប្រើម៉ែប្រើឪឲ្យមើលផ្ទះឲ្យមើលកូនឲ្យមើលចៅទៀតអូអានឹងកាន់វ័នកទៀតហើយសំណាងដែរស្រុកនេះអត់មានពីណាប្រើកូនប្រើយាយឲ្យមើលចៅណាញោមណាពីព្រោះឃើញយាយមកពេញរោងអាត្មាចំណាំទៅស្រុកគេប្រើយាយឲ្យមើលចៅអត់សូវមានមនុស្សមកទេលោកទេទៅបញ្ញាប់ទៅមើលចៅចូលបនពឹកខ្ញុំទៅហើយហេស្ដាប់លោកទេទៅលោកទេចៅយំមកឡើយផ្សេងកងគេមកផ្លែទេ
ក្លាហើយហូបអីតិចសិនហេមិនបានទេខ្ញុំប្រញាប់ទៅមើលចៅហូបបបរតិចហេមិនបានទេជាប់ចានមកជាប់មកថងបានមកថងយកទៅហ្មងហើយបើដូច្នេះហើយឃើញកន្លែងនេះមាននិយាយតាមមកច្រើនប្រហែលជាអត់សូវរវល់មើលចៅប្រហែលនេះណាញោមណាប៉ុន្តែបើសិនជាមានអាចធ្វើមិនក្នុងសង្គមវាតែងតែជួយគ្នាអញ្ចឹងហើយបើគាត់ស្ម័គ្រចិត្តមកជួយមើលយើងអត់បាបទេណាញោមណាប៉ុន្តែបើយើងទៅប្រើគាត់បន្ថែមទៀតជាពាក់មកជាន់ទៀតជាពាក់តែខ្លួនយើងមិនសងមិនទាន់រួចផងជាពាក់ប្រើគាត់ឲ្យមើលចៅមកជាន់ទៀតកាលពីជាពាក់ខ្លួនយើងត្រឹមតែរាប់តៅដល់ជាពាក់ថែមដល់ចៅវាឡើងរាប់ថាំងបើអញ្ចឹងបំណុលកាន់តែទ្វេឲ្យបើអញ្ចឹងតើតែត្រូវរកវិធីដោះស្រាយតើវិធីដោះស្រាយបំណុលនោះត្រូវធ្វើម៉េចត្រូវធ្វើដូចគេអញ្ចឹងសុំខមាទោសម៉ែឪកាលណាម៉ែឪអត់ទោសឲ្យយើងរួចខ្លួនណាញោមណាហើយគាត់ជូនពរឲ្យយើងរស់ស៊ីមានបានវិញយើងរួចកម្មពីឥឡូវគ្រួសារគេថ្ងៃនេះគេបានធ្វើហើយចុះគ្រួសារដតីប្រើម៉ែប្រើឪដែរនោះគិតតែមិនទៅញោមតាន់គាត់នៅរស់មិនរើសថ្ងៃឲ្យហើយទៅញោមកុំចាំឆ្នាំក្រោយក្រែងដួលព្រោះទៅលែងស្ដីរកយើងហើយចង់សុំទោសអីសុំនៅរស់ឲ្យហើយបានគាត់អត់ទោសឲ្យតែដួលព្រោះអត់ទោសឲ្យយើងទេអាត្មានិយាយត្រង់ធ្លាប់ឃើញផ្ទាល់ហើយញោមគាត់ដួលព្រោះហើយស្លាប់ហើយនៅមានទៅរុនពុកឲ្យកូនសុំទោសម៉ែឲ្យកូនសុំទោសរុនណាមិនក៏អត់ស្ដីរកយើងនេះនៅតែសម្រានធ្វើមុខស្ញញអាចារ្យខ្ជាប់កណាត់លើកចូលមកឈូភ្លួចអត់ស្ដីរកយើងទេអញ្ចឹងចង់សុំទោសសុំអីអាមិនទាន់គាត់នៅរស់អញ្ចឹងណាញោមណាអាត្រង់តហ្នឹងគេហៅចម្រើនបជនមកបែបឈ្មោះថាជីវិតមហកជីវិតមហកម្មជីវិតម៉ែឪមានន័យណាស់បានកូនមកថ្វាយគុំសុំទោសហើយជូនសម្ភារៈផ្សេងគាត់រំភើបត្រេកអររីករាយណាស់អមនុស្សខ្មោចព្រាយចងកម្មអីរត់អស់ហើយឃើញកូនគេមានធម៌កតញ្ញូម៉ែឪបានបុណ្យឡើងដោយស្ដេចចឹងហ្នឹងណាញោមណានេះចម្រើនបជនមួយនិមន្តប្រសងមកចម្រើនព្រះបរិត្តឲ្យម៉ែឪស្ដាប់ម៉ែឪថ្វាយខ្លួនជាបាសោបាសិកាទទួលត្រៃសរណៈគុំខ្លាយជាកូនចៅព្រះនេះចម្រើនបជនមួយទៀតឈ្មោះថាយុវឌ្ឍនកយុវឌ្ឍនកម្មខ្មោចព្រាយអមនុស្សណាចង់យកម៉ែឪយើងគេលែងបៀតបៀនឲ្យព្រោះម៉ែឪយើងខ្លាយជាកូនចៅព្រះជាកូនសិស្សព្រះឲ្យគ្រូមុនគុំអ៊ំអាមណាតលខ្លាំងជាងព្រះបានធ្វើអីម៉ែឪយើងបានព្រោះម៉ែឪយើងកូនសិស្សព្រះអញ្ចឹងគ្រូរបស់ម៉ែយើងខ្លាំងគ្រូរបស់ម៉ែយើងគឺព្រះហ្មងអញ្ចឹងយើងលើកម៉ែឪយើងថ្វាយព្រះបាទថ្ងៃនេះអញ្ចឹងចម្រើនបជនមួយទៀតរីឯអនុបទានកិច្ចអនុបទានកម្មមានន័យថាយើងជួយគេជួយយើងរំដោះគ្រោះដល់ជីវិតដើរតាមផ្លូវឃើញគេលងទឹកជួយស្រង់គេឃើញគេខ្យល់កជួយសង្គ្រោះគេឃើញសត្វបាក់មេឈើសកត់យើងជួយឃើញសត្វធ្លាក់លងយើងកាយជួយសង្គ្រោះគេដល់ពេលយើងមានភ័យអាសន្នអន់ក្រក្នុងជីវិតយើងចេះតែមានគេមកជួយរហូតចេះតែសក់បានជាក្នុងទីនេះសំដៅទៅលើញោមខំដាំស្នបបពវិភេសជ្ជៈជូនយាយជូនតាជូនកម្មាជូនសពុតជូនសរងដើម្បីឲ្យគេយកទៅប្រើប្រាស់ឲ្យជីវិតគេរស់ឲ្យគេបានសុខអានិសង្ឃបានមកខ្លួនយើងសុខសប្បាយអាយុវែងនេះហើយហៅថាអនុបទានកិច្ចអនុបទានកម្មនេះសម្រាប់អ្នកនៅរស់និងសម្រាប់អ្នកថ្វាយខ្លួនរីឯមេដាបេដាដែលស្លាប់ទៅអត់មានពិធីអីក្រៅពីនេះទេដែលល្អនោះគឺកូនចៅបានចូលមកធ្វើបុណ្យនេះហើយទី1ចូលប្រគេនផ្ទាល់ទី2កូនចៅអ្នកឧទ្ទិសទី3អ្នកស្លាប់នោះទទួលត្រេកអរបើអ្នកស្លាប់នោះមិនដឹងទេអាចារ្យជួយយ៉ាងកញ្ញអ៊ីមីនីយាទេវតាទេវាកនថ្វានិវេទយងផ្ដាំផ្ញើតាមទេវតាទៅ10ឆ្នាំក៏ដោយ20ឆ្នាំក៏ដោយ30ឆ្នាំក៏ដោយញោមអត់មានចែកដាច់ពីគ្នាទេគឺទាំងអស់ហ្នឹងគេហៅថាបុណ្យតក្កិណានុបទានតក្កិណានុបទានមានន័យថាកម្មវិធីផ្ញើសហុយទៅឲ្យអ្នកស្លាប់យើងចង់ផ្ញើសហុយទៅឲ្យអ្នកស្លាប់ដល់អត់ដឹងផ្ញើតាមណាទេផ្ញើតាមវិញតាមអ៊ីម៉ានីទ្រូម៉ានីក្រែងស្រុកខ្មោចអត់មានវិញបើដូច្នេះមានតែផ្លូវផ្ញើម្យ៉ាងគត់តាមបែបតក្កិណានុបទានគឺយើងប្រកបដោយអង្គ3ដូចគ្នាគេផ្ញើតាមវិញទី1គេដាក់លុយចូលទី2គេប្រាប់លេខកូដទី3អ្នកនោះមកទទួលយើងផ្ញើទៅអ្នកស្លាប់ដូចគ្នាទី1ម្ចាស់បនចូលមកប្រគេនផ្ទាល់ទី2ម្ចាស់បនចូលមកអត់ទិសមកស្គាល់ដូនតាឈ្មោះឲ្យទិសមកពីព្រោះខ្មោចមានរាប់លានខ្មោចមិនដឹងធ្វើឲ្យខ្មោចណាអញ្ចឹងអត់ទិសទៅឲ្យចំខ្មោចណាដែលយើងចង់ឲ្យមានន័យថាប្រាប់លេខកូដទៅគាត់ឲ្យលេខកូដទៅគាត់បានសិទ្ធបានឱកាសបានគាត់មកដកយកបានហើយបើគាត់មិនដឹងទេបានអាចារ្យទេវាគាត់ថ្វាយនិវេទយងផ្ដាំផ្ញើតាមទេវតានាំដំណឹងទៅប្រាប់គាត់នឹងទទួលបានហើយអញ្ចឹងលើសពី10ឆ្នាំក៏ដោយ20ឆ្នាំក៏ដោយ3ឆ្នាំក៏ដោយសរុបទៅគេហៅថាតក្កិណានុបទានគឺកម្មវិធីផ្ញើបញ្ជូនសហុយទៅឲ្យអ្នកស្លាប់នឹងណាញោមណាអញ្ចឹងចប់សពគ្រប់អស់ហើយញោមអើយសូមឲ្យបុណ្យកុសលនេះបានដល់បុព្វការីជនជាដូនជាតាមកកងចិត្តចែសោហៀទាអ៊ីពេកៅកងសោអានអឹមសឹមខ្មោចមុនខ្មៅក្រោយ100ជាន់1000ជួត1000តម្រួតតាទូតទីទួតតាលាយលាដែលបាក់បែកចែកឋានទៅមានតាំងពីលោកឪពុកសោមហ៊ានមានតាំងពីអ្នកម្ដាយវត្តពៅមានតាំងពីលោកឪពុកម៉ៅហងមានតាំងពីញាតិកាក្នុងសង្សារវត្តដែលបាក់បែកចែកឋានទៅទាំងអស់ដែលយើងមិនអាចរៀបរាប់ឈ្មោះអស់តាំងពីបងប្អូននៅទីចិត្តទីឆ្ងាយស្នាយភ្លើងសាមគ្គីបទីបតឹងបទីទឹកភូមិបឹងកត្រួញ
ព្រៃស្វាព្រៃឈរព្រៃឈៀងកព្រៀងព្រៃស្លាលវាគោកអាកាចទួលព្រៃភ្នៅភូមិព្រៃតពុងភូមិដងកញ្ចង់ភូមិវាលតបុកធំភូមិគ្រោះកព្រៅសមកកងអង្គាសដីថ្កើសម្រាប់ភូមិស្គីគ្រាទាំងរមាំងទាំងចុងសាក់ដាំសាយទាំងអស់ណាញោមណាសូមឲ្យទទួលកុសលផលបុណ្យទាំងអស់ដែលកូនចៅបានឧទ្ទិសទៅនេះទទួលសោយសម្បត្តិទៅតាមសេចក្តីប្រាថ្នាសូមទេវតាអនុមោទនាបុណ្យនាំតំណែងទៅប្រាប់ផងញាតិកាចែកជាពីរញាតិកាមួយរបស់ម្ចាស់ទានប្រធានបុណ្យញាតិកាមួយយាយតាដែលអញ្ជើញមកចូលចាប់អ្នកផលមកស្ដាប់ធម៌ទេសនាក៏មានម៉ែឪដូនតាម៉ាកងបាក់បែកចែកឋានទៅដូចគ្នាសូមឲ្យឧទ្ទិសកុសលផលបុណ្យឲ្យបានដល់ដូនតារៀងខ្លួនផងដែរទៅណាញោមណាហើយម្យ៉ាងទៀតសូមទេវតាអនុមោទនាបុណ្យយកផងសូមទេវតានាំតំណែងទៅប្រាប់ដល់បុព្វការីជនទាំងនោះផងសូមទេវតាជួយថែសារការពារញោមទាំងអស់គ្នាឲ្យញោមស្រីញោមនារីរស់បានជាង100ឆ្នាំកុំឲ្យវិញវាន់ហើយកូនចៅទាំងអស់រកទទួលទានមានបានកើតកាលវាគុំតិចតិជុំសុភមង្គលក្នុងក្រុមគ្រួសាររកទទួលទានកាន់តែមានកាន់តែបានរហូតតទៅឯអ្នកមកចូលចាប់មគ្គផលទាំងយាយទាំងតាអាចារ្យដូនជីនារីបរោះតន្ត្រីពិនពាតអានិតកងស្គរត្រចបៃខ្មោះខឹមអ្នកដេញអ្នកដំអ្នកប្រគុំអ្នកផ្លុំអ្នកកោតអ្នកថតរូបអ្នកថតវីដេអូអ្នកបើកមីក្រូអ្នកបើកធុងបាសអាសាកត្រឹមកត្រាក់ញាក់កត្រាក់រំត្រំដីតាំងតែពីជើងចក្រានជើងឆ្នាំងចុងទៅចិត្តបន្លែផ្លែឈើអ្នកដាំអ្នកស្លអ្នកស្លុករត់តុកបំរើភ្ញៀវអ្នកមានយានជំនិះទ្រព្យទៅជាចំនួនជួយចំណេញអ្នកមកដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសងក្នុងកម្មវិធីបុណ្យសន្និសុខសម្ដាប់ធ្នាប់អ្នកមកចូលចាប់មគ្គផលទៅផ្ទះបាត់ហើយក្តីនៅក្នុងទីនេះក្តីផ្ញើលុយផ្ញើកាក់មកចូលចាប់មគ្គផលក្តីទាំងអស់គ្នាអ្នកតុបអ្នកតែងអ្នកលីអ្នកសៃអ្នកលើកទុកលើកដាក់លៀងចានឆ្នាំងទាំងអស់ប្រាថ្នាប្រយោជន៍ណាពោណាសូមឲ្យបានសម្រេចជួបតែសេចក្តីសុខចម្រុងចម្រើនកុំឲ្យមានជំងឺកុំឲ្យឈឺកុំឲ្យអាពាហ៍បៀតបៀនកុំឲ្យមានមា8ផ្លូវសត្រូវ8ទិសកុំឲ្យមានគេចំណែននិនទាឈ្នានេះគំនុំគុំគួនព្យាបាទបៀតបៀនចាក់ចុចអុចអាលបណ្ដាលដុតពលរត់ពុតចាក់បោតចោតប្រកួតប្រកាន់មូលប្រកាច់មើលងាយច្មោះលក់លើឌឺដងអ្នកមោតស្សភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈសូមនមស្ការថ្វាយបង្គំចំពោះគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាអង្គម្ចាស់ដោយសេចក្តីគោរពដ៏សង្ខេបបែបខ្លីតែប៉ុណ្ណេះអ្នកមោអមាស្យរធស្សៈរតនតយស្សៈសាធុកੰអ្នកមោអមៈកាតៃតស្សៈតស្សវត្ថតយសាបេនមោការពភាវេអ្នកវិកឆន្តោឧបតវិនមោការានុភាវេអ្នកសវតិហោតោសព្ទាដោយកិរិយានមស្ការថ្វាយបង្គំចំពោះគុណព្រះរតនត្រ័យសូមប្រគេនពរឲ្យកើតកើនជាពរជ័យដល់ព្រះករុណាព្រះគុណម្ចាស់និងញោមញាតិពុទ្ធបរិស័ទទាំងអស់សូមព្រះគុណម្ចាស់គ្រប់ព្រះអង្គមានព្រះសុខមាលភាពល្អមាំទាំមានសតិបញ្ញាថ្លាប្រធីរៀនសូត្រឲ្យបកែសាងភ្នោះពោះឲ្យបានយូរនៅរហូតចាស់ព្រឹកចាស់ព្រេងគ្រប់អង្គឆានចេកលបោតឆានពោតលបេះខ្មោចចាញ់តម្រេះធ្វើមិនត្រូវនៅរសាពុទ្ធសាសនាកុំឲ្យអង្គណាសឹកបាននៅដល់នៅឲ្យបានសុខភាពល្អរហូតចាស់ព្រឹកចាស់ព្រេងគ្រប់ព្រះអង្គហើយក៏សូមឲ្យកើតការចម្រើនជាពរជ័យដល់យាយដល់តាអាចារ្យដូនជីនារីបរោះប្រុសស្រីទាំងអស់ឲ្យបានអាយុនឹងឲ្យវែងសុខភាពល្អកុំឲ្យមានជំងឺកុំឲ្យឈឺអាពាហ៍បៀតបៀនជំងឺបើមានប្រមាណអាលាក់ចោលនឹងមុខរោងនេះទាំងអស់ណាញោមត្រឡប់ទៅផ្ទះវិញកុំយកជំងឺទៅអាលាក់ជំងឺចោលឲ្យអស់ស្ពាយតែបនស្ពាយតែកុសលទៅបានហើយតាំងពីជំងឺណាលហិតលហៃចុកដៃចុកជើងឈឺក្បាលឈឺក្បូងឈឺតសៃឈឺតសងឈឺលងឈឺតគៀបោកបងកងពកអលោកកែវអលោកព្រះក្លងស្រែងបែងថ្ងៃទឹកនោមប្រៃទឹកនោមផ្អែមទឹកនោមជូរលើសឈាមលើសខ្លាញ់លើសស្ករលើសអាស៊ីតកងស្រាប្រែប្រាស់ផ្លាស់ចេញពីរូបរាងកាយជំងឺទាំងឡាយតាំងពីឈឺចកេះឈឺចកងឈឺចកាឈឺស្មាឈឺស្មងឈឺខ្នងឈឺក្បាលរាលដាល់ចាក់ដោតដល់កាពះពវៀនថ្លើមប្រមាត់បេះដូងអីកុំឲ្យឈឺទាំងជំងឺចាស់ទាំងជំងឺថ្មីក៏កុំឲ្យមកប៉ះពៀផ្ដាសាយបាក់សៃអេដស៊ីដាជំងឺសាជំងឺអ៊ីបូឡាជំងឺកូវីដ ជំងឺកូវីដអាស្ត្រាអូមីក្រុងអីកុំឲ្យមកប៉ះពៀលើញោមឡើយសូមឲ្យរស់នៅឲ្យបានយូរសុខភាពល្អដោយសេចក្តីប្រាថ្នាលំដាប់ពីនេះទៅនឹងត្រូវលើកយកនៅព្រះធម៌ទេសនាមកថ្លាថ្លែងសម្ដែងចែកជូនដល់ញាតិសន្តានជាទីសន្តាប់សទ្ធុណោសទ្ធមង្សត្វាសពៈសមង្ចិនសាសនេកបានិសតសហសានិទុកតੰសោអ្នកកច្ឆតិ
បុគ្គលណាបានស្ដាប់នៅព្រះសទ្ធម្មរបស់ព្រះសាស្តាដែលរាប់បញ្ចូលទៅក្នុងពាក្យព្រានប្រដៅនៃព្រះវិចិត្រមាសូមបីមួយគាថាពីរគាថាបុគ្គលនោះអាចរមែងមិនទៅកាន់ទុគតិភពអស់សែននៃកັບបានយ៉ាងណាព្រះធម៌ទេសនាព្រះអង្គផ្សព្វផ្សាយដល់មហាជនទូទៅឲ្យគោរពឲ្យបប្រតិបត្តិនិងស្ដាប់យកតាមម្យ៉ាងទៀតអ្នកស្ដាប់ធម៌នេះឈ្មោះថាមានបញ្ញាភ្លឺថ្លាអានិសង្សអ្នកស្ដាប់ធម៌ធ្វើឲ្យយើងคลายទៅជាមនុស្សមានបញ្ញាកាន់តែឆ្លាតហើយតែឆ្លាតហើយរៀនសូត្រអីក៏ចេះរៀនសូត្រអីក៏ចាំចំណាំឆាប់បានអញ្ចឹងទៅឥឡូវកម្មវិធីបុណ្យដែលមានបឋមកថាសម្ដែងពធទេសនាក្នុងទីនេះគឺបុណ្យតក្កិណានុបទានជំរាបប្រាប់ញោមញាតិថាតក្កិណានុបទានគឺទានដែលបុគ្គលជឿនៅកម្មនិងផលនៃកម្មហើយគេធ្វើតក្កិណានុបទានគឺជាហេតុនាំឲ្យសម្រេចសម្បត្តិទាំងឡាយដែលគេប្រាថ្នាចង់បានហើយគេក៏ធ្វើតក្កិណានុបទានគឺជាទានដែលគេជឿថាមានជីវិតដតីទៀតដែលคล้ายមកពីជីវិតមេត្តាបិតាយើងដែលស្លាប់ទៅតក្កិណាតិបណៈបរៈលោកកម្មសតហត្វាគេជឿថាមេត្តាបិតាយើងស្លាប់ទៅចាប់កំណើតកើតជាទៅក្នុងភពដតីឬទីកន្លែងដតីជឿថាមានកំណើតដតីក៏បង្កើតជាបុណ្យតក្កិណានុបទានតក្កិណានុបទានមានន័យថាតាមឧទ្ទិសតាមហុចតាមជូនបុណ្យកុសលទៅឲ្យអ្នកស្លាប់សង្ឃតាតក្កិណាទានគឺទានតក្កិណាដែលគឺធ្វើជាមួយព្រះសង្ឃដើម្បីឧទ្ទិសជូនដល់អ្នកស្លាប់និយាយដោយខ្លីតែម្ដងតក្កិណានុបទានគឺកម្មវិធីផ្ញើសហុយទៅឲ្យអ្នកស្លាប់ផ្ញើសហុយស្អីទៅជាសហុយគឺបុណ្យកុសលដែលយើងធ្វើនឹងទៅឲ្យអ្នកស្លាប់ហើយបើគាត់បានទទួលបុណ្យនឹងហើយមេត្តាបិតានឹងគាត់ចង់បានគិរីវាចេញទៅជាគិរីចង់បានកកោវាទៅជាកកោវាមិនមែនបាយសន្លនឹងហោះទៅទាំងចានបន្តគ្នាទេប៉ុន្តែយើងធ្វើឲ្យកើតជាបុណ្យខ្លួនយើងសិនហើយបានឧទ្ទិសបុណ្យនឹងទៅឲ្យអ្នកដែលស្លាប់ទៅនោះដើម្បីឧទ្ទិសបុណ្យនឹងទៅឲ្យដល់អ្នកស្លាប់ដោយគេបង្ហូរទឹករមែងហូរចុះពីទីខ្ពស់ទៅកាន់ទីទាបយ៉ាងណាមិញយើងឧទ្ទិសជូនទៅដល់អ្នកស្លាប់តលតែយើងធ្វើឲ្យខ្ពស់ជាងអ្នកស្លាប់បានគេឲ្យអ្នកម្ចាស់ទាននឹងទាំងអស់គ្នាចូលមកសមាទានសិលចំណាំមើលណាញោមតក្កិណានុបទាននឹងគេឲ្យម្ចាស់ទាននឹងឯងមានសិលមានបុណ្យដ៏ខ្ពង់ខ្ពស់ទៅឧទ្ទិសបុណ្យនឹងទៅបានបុណ្យកើតមកពីម្ចាស់ទានធ្វើហៅថាបញ្ញកិរិយាវត្ថុទាំង10ទាននេះចែកកមាចែកសពុតខោអាវសាវស្បៃបាយទឹកនំចំណីប្រគេនចង្ហាន់ដល់ព្រះសង្ឃជូនយាយតាអានឹងបានជាបុណ្យឧទ្ទិសជូនម៉ែឪយើងបានទាននមយៈភាវនាមយៈនាំគ្នាសូត្រនមស្ការបរតនត្រ័យរំលឹកដល់គុណព្រះពុទ្ធធម៌ព្រះសង្ឃក៏បានបុណ្យដល់មេត្តាបិតាយើងបានសីលមយៈនាំគ្នាសមាទានសិលរួចបានឧទ្ទិសផលបុណ្យនឹងទៅបានអបច្ចាយនមយៈឃើញព្រះសង្ឃមកក្រោកឈរឃើញភ្ញៀវមកជម្រាបសួរគេហៅថាអញ្ជលីកម្មលើកដៃសាពះគេហៅថាសាមីជាកម្មជម្រាបសួរតាមបែបអ្នកស្រុកអ្នកភូមិឬក៏ប្រទេសដូចជាការអោបដៃចាប់ដៃគ្នាអីសពបែបយ៉ាងអាលែកអាលែករុនដៃគ្នាអីហ្នឹងហើយអនុគមនកម្មការជូនដំណើរវន្តិកម្មការថ្វាយបង្គំអភិវេតនកម្មការថ្វាយបង្គំប្រកបដោយអង្គ5ដូច្នេះម្ចាស់បុណ្យដែលងើបទទួលភ្ញៀវងើបជូនដំណើរភ្ញៀវប្រសងនេះក៏បានបុណ្យនេះជូនទៅដល់អ្នកស្លាប់នោះដែរមួយទៀតគេហៅថាវិយាវច្ចមយៈអ្នកខ្លះមកជូនបាយជូនទឹកនំចំណីក្រៅកទេលជូនរបស់របរចានឆ្នាំងប៉ាន់ពេងចិត្តផ្លែឈើជួយដាំជួយស្លជួយស្លុកជួយបងប្រហុកអំបិលវិជ័យទាំងចាស់ទាំងក្មេងជាវិយាវច្ចៈអ្នកខ្វល់ខ្វាយរត់តុបបំរើភ្ញៀវបំរើប្រសងក្នុងកម្មវិធីបុណ្យបានបុណ្យនឹងមកជួនទៀតឧទ្ទិសជូនមេត្តាបិតាយើងដែរធម្មទេសនាមយៈដណាចេះធေါ်អាឧបញ្ញុលធေါ်អាចៅអើយធ្វើអញ្ចេះក្មួយអើយធ្វើអញ្ចោះបានបុណ្យយើងនឹងមកបែបមកទៀតឧទ្ទិសជូនមេត្តាបិតាទៀតធម្មសក្នមយៈនិមន្តលោកសម្ដែងពធទេសនាយើងអង្គុយស្ដាប់ដល់ស្ដាប់ទៅបានបុណ្យកុសលដល់យើងឧទ្ទិសបុណ្យនឹងទៅទៀតបាត់តិទាននៅមយៈយើងធ្វើបុណ្យធ្វើទានហើយបានបុណ្យទៅខ្លួនយើងបានយើងឧទ្ទិសបុណ្យនឹងផ្ញើទៅឲ្យម៉ែឪទៀតបានបុណ្យមកយើងមកជួនទៀតព្រោះយើងជូនបុណ្យទៅអ្នកស្លាប់បាទតានមោទនាមយៈបើគេជូនបុណ្យយើងថាអនុមោទនាលោកយើងនាំគ្នាសាធុទទួលយកបានបុណ្យណាគេជូននឹងថែមមកទៀតតិដ្ឋោជុកម្មៈធ្វើខ្លួនធ្វើតិដ្ឋិឲ្យត្រូវឲ្យត្រង់ថាបើយើងលុបភ្លើងគឺយើងអ្នកក្តៅគ្មានព្រះណាក្តៅជំនួសយើងទេបើយើងធ្វើអំពើបាបយើងអ្នកទទួលទុកអ្នកទទួលកម្មត្រូវជាប់គុកអត់មានព្រះណាមកចូល
គុកជំនួសយើងទេដូច្នេះអ្នកណាធ្វើគឺអ្នកនឹងទទួលគ្រាន់តែតម្រង់ទឹកថេឲ្យត្រូវត្រង់ប៉ុណ្ណេះបានបុណ្យមួយទៀតសរុបទៅម្ចាស់បុណ្យធ្វើបុណ្យដល់តែ10របៀបនោះអាអស់លុយក៏មានអាអត់អស់លុយក៏មានអាងើបទទួលយើងសមាធិទានសិលសូត្រធម៌អីគ្មានអស់អីមួយរៀលទេប៉ុន្តែបានបុណ្យដែរណាយមណាអញ្ចឹងបុណ្យទាំងអស់ហ្នឹងក៏ទៅជូនមេត្តាបិតាគេថាអញ្ចឹងការធ្វើបុណ្យជូនមេត្តាបិតានេះពីដើមដំបូងឡើយពីព្រះអង្គត្រាស់ដឹងឡើងមកមនុស្សអត់តន់សូវដឹងចេះធ្វើទេអ្នកខ្លះទៅក៏រាប់អានព្រលឹងដូនតាទៅសំណែនសែនព្រៀងទៅអ្នកខ្លះក៏គោរពជឿអញ្ចេះចុះតាមប្រពៃណីវប្បធម៌ផ្ទាល់ខ្លួនទៅពេលនោះឯងមានបរិសម្នាក់ដែលមានសម្ដែងនៅក្នុងសកិលកៈសូត្រឬក៏ក្នុងហៅថាសិកិលោវេទសូត្រហ្នឹងញោមមកឲ្យឪពុកដឹងផ្ដាំកូនថាកូនឲ្យឪពុករស់នៅមិនបានយូរទេមុខតែចាស់ហើយបើអញ្ចឹងកូនឯងនៅរស់រៀនមានជីវិតនៅកូនឯងថ្វាយគុំទិសទាំង6ណាកូនបាទពុកមិនអីទេចាំកូនថ្វាយគុំទិសទាំង6មិនយូរប្រហែលឪពុកនឹងក៏ស្លាប់ទៅហើយដល់តែស្លាប់ទៅកូននឹងគេគោរពតាមឪគេថ្វាយគុំទិសទាំង6នឹងមែនញោមដែលលឺអ្នកស្រុកអ្នកភូមិពីដើមចាស់ចាស់គាត់ជេរក្មេងថាអាមិនដឹងទិសទេញោមអាមិនដឹងទិសមិនដឹងតំបន់ក្មេងនេះមកពីណាមកគ្មានដឹងទិសមិនដឹងតំបន់អីសោះអញ្ចឹងអាមិនដឹងទិសមិនដឹងតំបន់នឹងញោមធ្លាប់លឺគេជេរអញ្ចឹងឯអត់បើញោមមិនលឺទេចាញ់អាត្មាធ្លាប់លឺហើយឥឡូវប្រយ័ត្នទៅគេជេរអាមិនដឹងទិសនៅតែមិនដឹងទៀតបងក្មេងនេះបានតែឪពុកស្លាប់ទៅចេញទៅក្រៅភូមិថ្វាយអង្គមមែនហ្មងពីលិចពីកើតពីជើងពីត្បូងពីលើពីក្រោមនៅគ្រប់ទាំង6ទិសថ្វាយអង្គមរាល់ព្រឹកត្រង់ថាខ្មោចឪពុកអត់អីហូបអត់ដឹងទេអត់គិតអត់ខ្វល់ទេសំខាន់អញថ្វាយអង្គមទិសពុកអញផ្ដាំឲ្យថ្វាយអង្គមទិសថ្វាយអង្គមតែរហូតនឹងឯងថ្ងៃមួយពពុទ្ធក៏យាងមកដល់ពេលព្រឹកព្រៀងស្វាងព្រះសូរិយាព្រះអង្គក៏សួរថាមនាលមាននោះអ្នកឯងធ្វើអីមានមុខនឹងសក់ខោអាវទៅទឹកជោគអញ្ចឹងមាននប់នោះឆ្លើយថាខ្ញុំព្រះអង្គរាប់អានពីឪពុកខ្ញុំព្រះអង្គកាលពីគាត់រៀបស្លាប់ទៅគាត់ផ្ដាំឲ្យខ្ញុំព្រះអង្គហ្នឹងថ្វាយអង្គមទិសទាំង6ឥឡូវថ្វាយអង្គមតាមហើយថ្វាយអង្គមហើយបានពពុទ្ធលោកបញ្យលប្រាប់ថាមនាលមាននោះទិសទាំង6ហ្នឹងមិនមែនអញ្ចឹងទេឪពុកហ្នឹងណាមិនអាចនៅពង្រើកូននៅជាមួយកូនរហូតបានទេឪពុកស្លាប់ទៅក៏ប៉ុន្តែឪពុកផ្ដាំថាបើឲ្យកូននឹងកាន់ធម៌6យ៉ាងបានដូចឪពុកម្ដាយអត់ស្លាប់អញ្ចឹងដូចម៉ែឪនៅជាមួយកូនរហូតនៅមើលនៅថែអាសាកូនរហូតបានព្រះអង្គលើកពីធម៌6ហ្នឹងកុំឲ្យកូនទៅប្រព្រឹត្តខុស6យ៉ាងអបាយមុខទាំង6មានលបែងស្រីលបែងស្រាលបែងពាលាដើរលេងហួសពេលវេលាខ្សែគប់បាបប្រមិតនិងសេចក្តីខ្ជិលច្រអូ6យ៉ាងនេះបើកូនវាចាអា6យ៉ាងនឹងបានទ្រព្យសម្បត្តិនៅគង់វង្សហើយចេះតែកើនចម្រើនគ្រួសារមានសុភមង្គលដូចខ្មោចម៉ែឪនឹងអត់ស្លាប់ទៅណាទេដូចនៅតែថែរក្សាកូនហើយបើសិនជាកូនប្រព្រឹត្តផ្ទុយពីនឹងទៅលេងលបែងស្រីលបែងស្រាលបែងពាលាភ្នាល់គ្នាដើរលេងហួសពេលវេលាខ្សែគប់បាបប្រមិតនិងខ្ជិលច្រអូហើយកូនណោយអាលាយអាលុតអស់ហើយទ្រព្យសម្បត្តិគ្រួសារក៏កើតតំណោះទាស់តែងខ្វែងកំណត់ឆ្លោះគ្នាធ្លាក់ខ្លួនក្ររហាមអញ្ចឹងបានឪពុកផ្ដាំកូនអញ្ចឹងហើយម្យ៉ាងទៀតព្រះអង្គលើកពីទោសប្រព្រឹត្តខុសទាំង6នឹងឲ្យស្ដាប់បណ្ណាអាត្មាមិនបានលើកមកទាំងអស់ទេគ្រាន់តែលើកត្រួសខ្លះឧបមាដូចដើរលេងហួសពេលវេលាអញ្ចឹងទៅថាទី1ទៅជន់បានជើងចោលនាំគេចោតប្រកាន់ទី2ទៅបង្កតំណោះបង្កចំនួនរួមតាំងពីមានឧបសគ្គគ្រោះថ្នាក់ចរាចរណ៍សពថ្ងៃអ្នកស្លាប់យប់ច្រើនជាងថ្ងៃតែញោមមើលតាមសង្កេតមើលគ្រោះថ្នាក់ស្លាប់តាមផ្លូវភាគច្រើនណាយប់នឹងជាងថ្ងៃតែបើថាធ្លាក់ភ្នែកបន្តិចភ្នែកក្រហមបន្តិចហ្នឹងម៉ូតូលេខ100ហើយហ្នឹងវានៅយឺតឡើយទេណាបើតល100ជាងឡើងទៅម៉ាំងប្រើគឺមិនងាយរស់ទេញោមឡានតាមផ្លូវឥឡូវនេះសិតទៅធំឲ្យលឿនណាដូច្នេះទៅជន់បានជើងចោលក៏មានទៅបង្កតំណោះចំនួនគ្នាក៏មានអាចឆ្លោះវាយគ្នាហ្នឹងថ្ងៃក៏អត់សូវដែរសម្បូរទៅយកទៀតញោមមើលគេណាដូច្នេះដើរលេងពេលយប់ទៅជន់ពោះជន់ក្អែបខំហ្នឹងក៏មិនសូវថ្ងៃដែរច្រើនទៅយប់ទៅទៀតហើយមានអាចចោលចាំឆ្លួតឆ្លៀតឱកាសទៅយើងចេញផុតពីផ្ទះមកលួចទ្រព្យយើងក៏ឆ្លៀតពេលយប់ហ្នឹងទៅទៀតហើយចឹងដើរលេងពេលយប់ហ្នឹងទៅជន់បានជើងចោលទៅជន់មេរោគឡើងផ្ទះទៅបង្កតំណោះបង្កចំនួនវានាំឲ្យហាន់ហើយដោះទ្រព្យសម្បត្តិប្រពន្ធឯងប្តីឆ្លោះគ្នាប្រចាំគ្នាខឹងគ្នាមកទៅពីប្តីដើរលេងយប់ឬប្រពន្ធដើរលេងយប់ហ្នឹងដែរបើអញ្ចឹងអាដើរលេងយប់ហ្នឹងគ្រោះថ្នាក់ជាងអាថ្ងៃទៅទៀតណាញោមបានព្រះអង្គលើកពីទោសសពបែបយ៉ាងដូចជាការខ្ជិលច្រអូសអញ្ចឹងសម័យបច្ចុប្បន្នស្រុកនេះមិនខ្ជិលទេទ្រពមើលផ្ទះមិនឃើញទេប៉ុន្តែមិនមែនថារិះគន់ជន់ពលិចអីទេគាត់តែចង់រំលឹកដល់កូនខ្មែរសម័យក្រោយផងញោមមកកុំឲ្យដីចំហពេកខ្យល់បក់អារម្មណ៍ផ្ទះឡើយហ
មានស្រុកខ្លះដីវាលវឹងជុំវិញផ្ទះទៅសក្រីមកគុំគ្មានផងប្រទេសម្ដើមគ្មានផងហើយដូច្នេះហើយចាស់ពីដើមគាត់ដាំទ្រុបទ្រុលគាត់របស់របរត្រឹមតែមួយស្លចិញ្ចឹមឆ្នាំងក្នុងក្រុមគ្រួសារមិនបាច់ចាំទៅទិញឯផ្សារទេក្មេងឥឡូវគេថាអូយបុរាណពេកកុំចាក់កំរិលពេកតែ500តែ1000យកទៅណាមិនអស់គេថាចេះតែ1000យកទៅណាមិនអស់តែ100ហូបមិនអស់ដល់ទៅពេលគេអត់បានដាំពេលគេអត់បានធ្វើខ្លួនឯងទី1គេអត់បានបញ្ចេញយើងអត់បានហាត់ប្រាំគេទុកដីឲ្យចោលទៅទេដល់តែដីនៅចោលទៅទេហើយអត់បានហាត់ប្រាំអាសម្រាមសម្បេមសម្មុំហ្នឹងក៏វាកើតឡើងច្រើនសុខភាពក៏អត់ល្អអត់បានបញ្ចេញជាតិពុលហើយដល់ទៅទិញរបស់គេពីផ្សារលុយហ្នឹងក៏អស់អារបស់ហ្នឹងមិនដឹងគេដាក់ជាតិថ្នាំគីមីស្អីខ្លះទៀតយកមកស្រួលវាកើតទៅជារោគកើតទៅជាជំងឺវាអស់លុយថែមទៀតខ្ញុំមែនទេណាហើយដល់ទៅពេលយើងធ្វើខ្លួនឯងទៅវាទៅជាយើងហ្នឹងបែកញើសចេញជាតិពុលបានហាត់ប្រាំផងបានសម្អាតដីផងបានដើមឈើដុះមលុបមានបរិស្ថានមានខ្យល់អុកស៊ីហ្សែនល្អផងហើយបានហូបខ្លួនឯងធម្មជាតិសុទ្ធគ្មានគីមីហើយអត់អស់លុយទៅទិញឯផ្សារទៀតអញ្ចឹងបានលោកបញ្យល់ប្រាប់ថាអាសេចក្តីខ្ជិលច្រអូសហ្នឹងអាបាយដែលតាមនាំមនុស្សឲ្យវិនិច្ឆ័យនាំឲ្យហិនហើយអស់ទ្រព្យសម្បត្តិព្រះអង្គសម្ដែងចប់សពគ្រប់ទៅបានព្រះអង្គរំលឹកប្រាប់ថាមនាលព្រាហ្មណ៍មនាលនានុម្យ៉ាងទៀតគឺទាំង6ក្នុងសាសនាតថាគតនឹងគេរាប់អញ្ចែទិសខាងកើតជាទិសមេត្តាបិតាទិសខាងត្បូងជាទិសគ្រូអាចារ្យទិសខាងលិចជាបុត្រភរិយាទិសខាងជើងជាសាមណៈព្រាហ្មណ៍ទិសខាងជើងជាមិត្តសម្លាញ់ទិសខាងលើជាសាមណៈព្រាហ្មណ៍ទិសខាងក្រោមជាទាសកម្មករញោមស្ដាប់តnàyអត់ទិសខាងក្រោយទិសអីគេទិសខាងលិចទិសអីគេទិសខាងលិចគឺបុត្រភរិយាទិសខាងត្បូងគឺអីគេទិសខាងត្បូងគឺគ្រូអាចារ្យទិសខាងកើតគឺអីគេគឺមេត្តាបិតាទិសខាងជើងគឺអីគេគឺមិត្តសម្លាញ់ទិសខាងលើគឺសាមណៈព្រាហ្មណ៍ភិក្ខុសាមណេរទិសខាងក្រោមគឺអីគេគឺទាសកម្មករខ្ញុំបង្រើយើងអីហ្នឹងគ្នាតូចតាចទិសទាំង6នេះព្រះអង្គថាគេឲ្យសង្គ្រោះដល់មនុស្ស6ពួកនេះបើថ្វាយអង្គមទិសខាងកើតមានន័យថាទិសម៉ែទិសឪម៉ែឪនៅរស់កូនចៅត្រូវបំពេញកាតព្វកិច្ចតាមបែបរស់បតោនេសាំងប្រេសសាមីគាត់ធ្លាប់ចិញ្ចឹមយើងឥឡូវដល់គាត់ចាស់យើងចិញ្ចឹមគាត់វិញហើយបើកិច្ចចាំងនេសាំងប្រេសសាមីបើគាត់មានកិច្ចរវល់ឯណានេះមួយយើងជាកូនចៅផ្អាកសម្រាប់កិច្ចការងារយើងមកជួយកិច្ចការងារគាត់ក៏ระวังសង្កតបេសាមីពូជយើងម៉ែឪយើងធ្លាប់ធ្វើបន់សន្តានកាន់ប្រពៃណីអញ្ចឹងអត់ពីគាត់ទៅយើងកាន់តាមកុំឲ្យគេដៀលថ្មេះថាយីអត់ពីម៉ែពីឪទៅវាអត់ស្គាល់អញជាពុកធំវាជិះម៉ូតូចុងបុកឯងមួយទៀតទាយាចាំងបដិបច្ជាមីប្រតិបត្តិជាអ្នកទទួលយកមរតកកេអកពីម៉ែឪនឹងកុំឲ្យធ្លាក់ចុះនេះបើម៉ែឪនៅរស់កុំចេះតែលក់ខ្ទេចលក់ខ្ទីបង្ហិនរបស់គាត់អីទុកជាអនុស្សាវរីយ៍ខ្លះផងដល់ម៉ែឪស្លាប់បាក់បែកចែកឋានទៅលោកថាតេខេណានុបតិសាមិឲ្យយើងជាកូនចៅធ្វើបុណ្យតេខេណានុបតិនៅទិសទៅឲ្យអញ្ចឹងសរុបមកទិសខាងកើតមានន័យថាបើម៉ែឪនៅរស់យើងចិញ្ចឹមគាត់ជូនបាយទឹកនំចំណីត្រីសាច់ស្ពុតសាវឲ្យស្បែកបច្ច័យលុយកាក់ប្រាក់កាសពួកច្បាញ់អង្គិញចិត្តដល់គាត់ស្លាប់ទៅនាំគ្នាធ្វើបុណ្យទៅជូនគាត់ណែនៅឯនេះសោះហើយដល់ឯងអត់ដឹងខំទៅថ្វាយអង្គមមែនតើញោមតែណាថ្វាយអង្គមទិសខាងកើតមានន័យថាបើម៉ែនៅរស់ចិញ្ចឹមគាត់បើគាត់ស្លាប់ទៅឲ្យធ្វើបុណ្យឲ្យឯងអត់ដឹងខំមកទៅថ្វាយអង្គមមែនតើទិសខាងត្បូងក៏អញ្ចឹងដែររៀនមានចំណេះចេះដឹងពីគ្រូណាមកហើយយើងគោរពបប្រតិបត្តិលោកដល់លោកសកុតទៅក៏ធ្វើបុណ្យប្រគេនលោកប្រគេនជូនទៅលោកគ្រូហើយទិសខាងលិចបុតឬក៏ភរិយាឬក៏ប្តីឬក៏ប្រពន្ធបើគ្នានៅរស់សង្គ្រោះតាមបែបរស់បើគ្នាស្លាប់ហើយធ្វើបុណ្យឲ្យគ្នាផងទិសខាងជើងមិត្តសម្លាញ់របស់យើងបើគ្នានៅរស់ជួយគ្នាសង្គ្រោះតាមបែបរស់ឲ្យបើស្លាប់ហើយធ្វើបុណ្យឲ្យគ្នាផងទិសខាងលើសាមណៈព្រាហ្មណ៍យើងស្រឡាញ់រាប់អានភិក្ខុសាមណេរអង្គណាបើលោកនៅរស់ទៅយើងទំនុកបំរុងលោកតាមបែបរស់ហើយបើលោកសកុតទៅឲ្យធ្វើបុណ្យប្រគេនលោកផងឯទិសខាងក្រោមទាសកម្មករក៏ចឹងដែរបើគ្នានៅរស់សង្គ្រោះតាមបែបរស់បើគ្នាស្លាប់ឲ្យធ្វើបុណ្យឲ្យផងគេថ្វាយអង្គមទិសទាំង6អញ្ចេះសោះឯងអត់ដឹងបែរទៅជាថ្វាយអង្គមមែនតែនអញ្ចឹងអ្នកដែលមិនដឹងទិសទាំង6ហ្នឹងហើយដែលចាស់ជេរថាមិនដឹងទិសមិនដឹងតំបន់ណ៎ញោមអញ្ចឹងយើងដឹងហើយថ្ងៃនេះកុំឲ្យចាស់ជេរថាមិនដឹងទិសហើយក្មេងណាដែលដឹងអញ្ចឹងទៅគាត់ដឹងថាបើចាស់ជេរថាមិនដឹងទិសថាមិនដឹងតំបន់មានន័យថាយើងអត់ដឹងម៉ែអត់ដឹងឪដោយខ្លីប៉ុណ្ណេះហើយមិនមែនថាវាមិនដឹងលិចកាលទេគឺថាមិនដឹងម៉ែមិនដឹងឪមិនដឹងគុណទោសខុសត្រូវចឹងសរុបមកព្រះអង្គសម្ដែងនៅក្នុងសកិលកៈសូត្របញ្ជាក់ឲ្យកូនចៅបំពេញកាតព្វកិច្ចរបស់ខ្លួនបើម៉ែឪនៅរស់យើងជូនតាមបែបរស់ហើយបើគាត់ស្លាប់ទៅធ្វើបុណ្យតេខេណានុបទានទៅឲ្យបានជាមានប្រវត្តិបុណ្យតេខេណានុបទានហ្នឹងយើងធ្វើទល់តែថ្ងៃនឹងរាល់ថ្ងៃហ្នឹងណាញោមបុណ្យតេខេណានុបទាននេះទៀតសោតអាត្មាគ្រាន់តែលើកបញ្ជាក់ដោយខ្លីថាគេធ្វើប្រកបដោយអង្គ3
ba mình cướp ông bay nô tê mình ban đòn mẹ slap tê ông bay nô ti mui cái tham mà cha bôn nâng ái chôn bậc kinh to nó nhỏ to đầy tôi trên đây giờ sam bậc tia đòn prom đó là bậc cô bô chi chôn đòn dây đòn ta chôn này cha bậc kinh bậc song hai thằng sang kem hay sọc bậc thầy ta chẳng dừng trắng chôn đòn đầy ti pi cái hai thả ao dương nâng ái nhập tứ nhổm toàn tại dương ở tư dương ở tư tứ bao dương mình ở tư tế ở bà nè chẳng dương bậc kinh háo dương ở tư ai chùm nay khang ti bấy cái hai thà nè để slap từ nó quạt ra cho anamo từ này anamo từ này nè cái ti pi tia dự can năng từ sen nè tia dụ nè tư mình men tập xong nè tư men là cha nè tư thế tia dụ cứ mà cha bon nè tư nhôm flop nhau phải chạy nhau lui tam từ này kia pi bê hàm rạch mọc không ai đi cột nhau pi không ai từ không ai tam win cái thà ông bay đài ông ti mũi cái đạn lôi trốn ông ti pi cái bắp lấy câu từ nè từ tu ông ti bấy nè từ tu nó ngọt đỏ miền này cái xa phải chẹt móc luôn mà nô một đôi kia còn miền một đôi kia còn miền giang nam bánh dương thưa nhau rồi hơi từ ai nè slap có ông bay đôi kia đấy ti mũi trốn bậc kên miền này thay đôi đạn là bóng trâu lại đạn lôi trốn ti pi cái bắp lấy câu miền này thay dương còn tương tự trong mua này na pi pro không slap rọp liền nè rồi ta dương thưa tương chung không nè tôi là dương bắp ở đam nó đôi bắp lấy câu ai ti bay nè để slap nung mau từ tu rồi bên nè slap nung mình đắng ọt bàn tê chẳng bên nè slap nung mình mau từ tu có ọt bàn đây bán chia cái áo nè slap nung mau từ tu rồi cho bữa phân nè slap nung mình đắng giang mất bán là cha non kia sốt giang canh ít mình đi tê và ta tê vi còn quan để về tự dùng xôm ao đăng tầm năng tam tê và đa non tầm năng từ prap tê và đa non tầm năng từ prap ở đằng bàn nơi này nhóm pan bực hong bay đi ọt bàn tê tham gia sang cái khơi nhá nhiều chăm hơn đã bực pan po lấy con bạc can là tham gia đã bị lẹ cả nặng không đừng tới trường cao thui bon đừng trăn nè sờ bài nè cực kềnh nè pan đây kỳ thà lọ mờ ọt lọ hồ tê chinh anh tầm mọt mẹ nở luôn pan nè slap ọt từ tua bàn tê tẹt thì nam đôi bờ tiên đi cam bị thi bon hấp hẹ từ tam dương trong chuồn là không chuồn là bay là băm lâm chỉ cây lên pi bay dục pi bên ngay cực kềnh nhà mày cái đôi lọ nè cái pan tay tầm mình lông bé đông bon vẹt bờ tiên vẹt tư mình đang mà cha bon nơi ná bon nâng chinh anh tầm mọt mẹ nở luôn hai mẹ slap ọt bàn từ tua lên chẳng tua bay là vua pan na và đói trâu tay chơi mau và hai chỉ pram nè tí đọc nè tí pil cái bậc kia nâng không ai khả ti mũi cha non ai mà cha tiên bậc thiên bon nâng sờ ma tiên sao môn nâng về cha chơi tê đa mau ở sân tê đa mau hỏi còn là tận địa sáu đang bay ai nè để tiêm cho bậc kia nâng miền sao sân là con trang mà cha bon nâng miền sao sân vậy tham gia chỉ năm mươi group rong bon đó là cha non ai sờ ma tiên sáu khơi cái nè đôi tây sờ ma tiên sáu con trái ọt hòn coiแต่ทั้งนั้นรวมรบบ้านตัวละ3 มวยมันเนี่ยก็แต่ทอดหมกนี่ตัวเป็นเดิมเอาไอ้โซตัวเวไอ้เวต้องคลองเลยแต่เคยทอดมาลูกของตะเรียบรัฐสมานากิทอดไอ้กิเซลฟี่อยู่ตะครูนเทสอาตนังดังไฮทักเขากี่เอาสมาเตียนซัลมนเวนั่นคือกี่เอาโกนใจสมาเตียนซัลเมียนในถาไงบอลเอาตื้อจูนไม้คือไงมาจับบอลนั่งกันซัลแมนไงบอลทัวจูนไม้มาจับบอลประดักซัลออเต้กอมจะล้อมการวิธีบอลแมนจุกเลี้ยงเลยให้ก็แมนกาได้คือการวิธีทัวบอลจูนไม้จูนกี่เอามาจับบอลไงบอลนั่งกันซัลเพราะนั่นเนี่ยมาจับบอลอดบอลยูโรปตะไดกาไปแต่เชียงไงบอลนั่งประดักซัลปรามจอแล้วก็จะเยอะรวมก็กระกริ่งกระกระตัวอดจอมการวิธีบอลมีหักโดยเฉพาะจะจูบเลี้ยงไอ้นาตัวแบบนี้โยมาไอ้กองใจคลากิตอว่าไอ้เกมตอนทวายครวนพร้อมโจสมาเตียนซัลไลนอมตะได้ถือว่ายังตะบ้าอดเตะบางซัลมาเมาหรือปีเมาวันบางจึงอดสอบสำคัญบ่มพอดนะโยยืนเพื่อจูนไม้ยืนดำใบเอาตึงตะบ้านตอนละยืนเมียนซัลสังไปยืนอดซัลแม่อดตัวเล่ก็ทัดตัวเล่แม่กองอดซัลอุปมาจังนะจังบานเกี่ยวเอาสมาเตียนซัลรวยฟลัดยืนอดตอนเอาเตยนาตินั่งกุยนั่งมุกนั่งโดยชนะซาต่างปรามนั่งเนาปิงนั่งอดตอนดักไอ้นามุยให้เป็นนั่งโจประเคนบานบอลปิงให้ดอลลาร์ประเคนรัวจะให้ตื้อรัวจะให้ลกแต่วอดเอาให้ชอบการวิธีให้ดักซาดักตื้อปัญหาที่ปรุยังบานทเวิงการยังกระปงเมียนซาต่างให้ดอลลาร์งี้ไทยเนี่ยคลาดอิสมาเตรียมซาเลยนี่ก้นกิจูนออกแกออกกระดองออกกระปองออกดองออกการประมาณแกตกรอยยุบนั่งดักเอาไว้เนี่ยนะเอาไปยุบนอกบานดักยังประเคนรัวจะอะไรกระปงแต่เมียนซาเลยดอลลาร์เป็นประเคนรัวจะจ้องออกแกออกการออกกระดองออกดองไอ้ก็ออกตั้งออกเป็นปัญหาเอาแต่เลยมาขอกคนนี้บ้านนะสำคัญเพราะก็เอาตาเมาประเคนนั่งโจหลัดจอเด็กล่าเมาประเคนนั่งโจหลัดจอได้ปีปลัวประเคนนั่งกิจการประเคนสาย
ហើយដល់ប្រគេនស្អែកយប់នេះវាជ្រុលខ្លួនអាឡៃអកកេះអកកដងអកកំប៉ុងអកដុតអត់បានគេងសោះស្រាប់តែម៉ោង8ម៉ោង9ហើយមិនទាន់ឡើងផងមិនស្រួលដល់តែអាចារ្យនាំវេហើយហៅកូនម្ចាស់បុណ្យបាត់ខ្លះហើយគេខ្សឹបមកថាយកអត់បានដេកយំឥឡូវលក់អស់ហើយអ្នកខ្លះឡើងមកដែរប៉ុន្តែគ្នាវាធំមាត់ធំកមិនសូវស្រួលមានទៅក្បែរលោកទេឲ្យវាអត់បដៅទេចង់មិនបាច់បានចូលប្រគេនអីទេមកពីយើងលេងពេលអត់ត្រូវចឹងវាចង់ធំមាត់ធំកចាំលោកទៅវត្តអស់ចាំធំទៅហើយសំខាន់ឲ្យបានចង់បេះដូងបនសិនបានគេឲ្យសមាទានសិលអញ្ចឹងយកចំណាំទុកលក្ខណៈដែលត្រូវហ្នឹងណាអាចារ្យគ្រប់វត្តរៀបវេគេឲ្យសមាទានសិលគឺគេឲ្យកូនចៅហ្នឹងសមាទានមានន័យថាមួយឆ្នាំមាន365ថ្ងៃសុំតែមួយថ្ងៃថ្ងៃបុណ្យហ្នឹងឯងកាន់សិលមួយថ្ងៃកាន់អត់បានហើយឥឡូវបើមិនបានទេសុំកាន់តែមួយព្រឹកអត់បានទៀតឥឡូវបើមួយព្រឹកសុំមិនបានទេសុំ1ម៉ោងអត់បានទៀតឥឡូវសុំតែ10នាទីត្រឹមអាកន្លែងចូលប្រគេនហ្នឹងក៏នៅតែមិនបានទៀតអីក៏កំណាញ់ម្លេះញោមអើយ365ថ្ងៃសុំ10នាទីអត់បានបើចឹងសុំឲ្យកូនចៅសមាទានសិល10 20នាទីទៅក៏កំណាញ់ទេ365ថ្ងៃយើងអត់សិលទៅហើយណានេះទី1ទី2ទៀតវេអាកន្លែងវេហ្នឹងក្រោយពីយើងប្រគេនហើយគេឲ្យយកទិសបើយើងមិនឲ្យទិសមិនបានទេដូចយើងផ្ញើលុយយើងអត់ប្រាប់លេខកូដអត់មានពីណាទទួលបានទេតើប្រាប់លេខកូដចឹងយើងឲ្យទិសហ្នឹងដោយប្រាប់លេខកូដដែរឲ្យទិសទៅដល់ដូនតាមកងតសក់តសៅយីមកយីមកឯណាចឹងយើងខ្សឹបទៅបើយើងមិនចេះឲ្យទិសបានអាចារ្យគេបង្កើតបល័យវេគេថាមួយម៉ាត់ឲ្យយើងថាតាមតែមិនបានឲ្យយើងថាតាមចឹងមិនសូត្រទាំងអស់គ្នាមកពីអាចារ្យហ្នឹងប្រែថាគ្រូហ្នឹងមកដឹកនាំមកបង្រៀនកូនចៅឲ្យចេះធ្វើទៀនគេបង្កើតបល័យវេកូនចៅមិនចេះឲ្យទិសកូនចៅថាតាមអាចារ្យទៅមានពាក្យឧទ្ទិសនៅក្នុងហ្នឹងហើយដល់អាចារ្យវេទៅសម្លឹងមើលឃើញតែនិយាយតាមមិនមែនម្ចាស់បុណ្យអ្នកថាតាមអាចារ្យកូនចៅអត់មកផងហើយដល់កូនចៅអត់មកផងអញ្ចឹងកូនចៅឬកូនចៅមកដែរប៉ុន្តែអត់ថាតាមផងអានឹងហើយដែលខុសអញ្ចឹងបើអាចារ្យវេថាតាមអាចារ្យទៅណាញោមនេះបានណាហើយដល់ចប់ចុងក្រោយទៅបើមិនជាគាត់មិនបានទទួលទៀតបានអាចារ្យយ៉ាងកញ្ញអ៊ីវិនិយេទេវតាផ្ដាំផ្ញើតាមទេវតាទីវាគាត់ធ្វាននិវេទយងនាំដំណឹងទៅប្រាប់ម៉ែឪយើងអានឹងបានហើយសូមឲ្យកូនចៅចំណាំប៉ុណ្ណេះចុះអង្គ3សរុបដោយខ្លីទី1ចូលប្រគិនខ្លួនឯងទី2អ្នកឲ្យទិសខ្លួនឯងទី3អ្នកស្លាប់នឹងទទួលបានបើអ្នកស្លាប់ទទួលមិនបានយើងខ្សឹបខ្សៀវថាផ្ដាំតាមទេវតាឲ្យជួយប្រាប់ម៉ែឪដូនតាខ្ញុំផងទៅបនឲ្យតែប៉ុណ្ណេះចុះហើយផុតតែពីហ្នឹងទៅខ្ញុំធ្វើពិធីអីក៏ធ្វើចុះកុំឲ្យបនឆ្ងាញ់តែមាត់អ្នកនៅរស់ពំពិសាមុនគេហើយខ្ញុំពំពិសាធ្វើបនឡើងកក្រឹកបនអូយបនឡើងកក្រឹកស្រាប់តែលឺសំឡេងយំនៅជុំវិញវាំងនឹងយប់ឡើងឆ្ងល់ណាស់ទៅសួរពុទ្ធព្រះអង្គហើយសំឡេងអីស្រែកកក្រឹកជុំវិញវាំងយប់មិញហ្នឹងព្រះពុទ្ធថាមហារាជញាតិរបស់ព្រះអង្គហ្នឹងកើតជាកំណើតប្រែតអស់យូរហើយអត់បានតន់ទៅកើតជាមនុស្សទេវតាមិនតន់បានចំណីអាហារបរិភោគទេគ្នាមានកម្មពីជាតិមុនគេឲ្យរៀបចំចង្ហាន់ប្រគេនលោកធ្វើបន់ឲ្យគេឯងអាឡ័យតកូនយំទាននំទាបង្អែមរបស់លោកហ្នឹងលោកមិនស្ងៀមយកនំលោកហ្នឹងទៅឲ្យកូនដល់កូនហូបទៅបែបឆ្ងាញ់ឯងហ្នឹងលេងជាមួយកូនដែរទៅយូរទៅវាលែងដឹងលោកដឹងប្រសក់ឲ្យហូបឲ្យមុនលោកឲ្យទាំងអស់ដល់ដូច្នេះទៅច្បោកច្បល់ទៅធ្វើឲ្យគាត់កើតទៅជាប្រែតអស់កាលយូរហើយមិនទាន់បានមកកើតជាមនុស្សប៉ុន្តែគាត់ត្រូវបានទទួលបុណ្យកុសលក្នុងសាសនានេះអាចបានចំណីអាហារអាចបានផុតពីកំណើតប្រែទៅកើតជាមនុស្សអីបានប៉ុន្តែតើមានញាតិណាធ្វើឲ្យឥឡូវញាតិរបស់ព្រះអង្គហើយព្រះអង្គធ្វើទៅគ្នានឹងទទួលបានប៉ុន្តែពិសាថាធ្វើហើយធ្វើបុណ្យឡើងកក្រឹកហើយមិនក៏មិនទទួលទៅបានព្រះអង្គថាគ្នាមិនមានសិទ្ធិទទួលទេដោយសារមហារាជមិនបានចូលប្រគេនផ្ទាល់មិនបានឲ្យទិសចំពោះគ្នាអញ្ចឹងបុណ្យហ្នឹងវាឆ្ងាញ់តែអ្នកនៅរស់ទៅឆ្ងាញ់តែមាត់តែនៅរស់អ្នកស្លាប់ទៅអត់មានសិទ្ធិទទួលព្រោះយើងមិនបានឲ្យទិសដើម្បីឲ្យដល់អ្នកស្លាប់បានពំពិសាធ្វើបុណ្យលើកនេះអត់ប្រកាន់នេះលើកមុនថាអង្គតែអញអ្នកធំអង្គតែអញស្ដេចមិនបាច់ចូលប្រគេនទេចេះតែបជាគេឥឡូវពំពិសាចូលប្រគេនផ្ទាល់ឲ្យទិសផ្ទាល់បានដល់អ្នកស្លាប់ដែរញោមណាអញ្ចឹងពួកប្រែតទាំងនឹងទទួលផលនឹងបានអ្នកខ្លះទៅកើតជាមនុស្សទៅកើតជាទេវតាព្រមព្រៀនអ្នកខ្លះបានចំណីអាហាររួចពីកំណើតអត់ឃ្លាននឹងទៅនេះនឹងមានប្រវត្តិនៅក្នុងកាពីបត្រៃ3ដកយើងញោមបានលើកឡើងថាតក្កណានុបទានកុំឲ្យខ្វះអង្គ3ហ្នឹងខ្ញុំដឹងដែរអាចារ្យក៏ធ្លាប់លោកប្រាប់អាត្មាហើយគេមិនមកហើយគេមិនមកហើយបងបាត់ប្អូនហើយប្អូនបាត់បងមើលនាឡិកាបដើមមើលទៅគេមិនមកទេដូចគុណហើយហើយចុះហើយឡើងបងមកស្ដីឲ្យអាចារ្យមកនិយាយអាចារ្យនេះហើយខ្ញុំនៅវាមានភីវអ្នកមុខអ្នកការច្រើនសុទ្ធតែអ្នកធំខ្ញុំយកអាចារ្យឯងមកហ្នឹងជានោះខ្ញុំជាមុខជាមាត់នោះនេះវេនទៅធ្វើជានោះខ្ញុំខ្ញុំយកមកជំនួសខ្ញុំគេចេញទៅវិញបាត់អាចារ្យទៅបាទលោកបាទអញ្ជើញបាទអញ្ជើញទៅហ៊ានញ៉ៃមើលគេលេចរកឯងធ្វើអាចារ្យទៀតបើអញ្ចឹងហើយមកជំទូលខ្សឹបលោកអតីគុណណាអតីគុណឯងសូត្រធម៌តាំងពីម៉ោង4
គេយប់មិញគេអកកេះអកកដងអកកំប៉ុងអក10 20កេះឥឡូវសបកតាមមកទេសនៅក្រោយផ្ទះឯងសូត្រតាំងម៉ោង4ទឹកក្រូចមកកំប៉ុងគេមកឲ្យឯងហូបផងសុំអាត្មាមកមានទៅបើអាត្មាអត់ដែរឥឡូវហៅគេមិនមកទេហៅបងអូនបាត់បងហៅបងបាត់អូនមើលទៅទីគុណអូយអាចារ្យអីទិញទួយទៅអានទៅវត្តវិញទៅគេមិនសូវខ្វល់ហើយតែគេមិនខ្វល់ហើយប្រយ័ត្នតាអាចារ្យគាត់លួចបនយើងអស់ហើយញោមអាចារ្យស្រុកនេះមិនចេះលួចទេបើអាចារ្យស្រុកខ្លះយកបនយើងទៅមកចុះបើហៅមិនមកអាចារ្យចូលប្រគេនជំនួសពឹបអាចារ្យនាំសោតទានសិលខ្ញុំធ្វើហើយព្រះគុណណាឲ្យខ្ញុំសច្ចាឧទ្ទិសផលនេះណាជូនមេត្តាបិតាខ្ញុំមិនមែនមេត្តាបិតាណាឯងទេមេត្តាបិតាខ្ញុំហៅមកទៅអីបិតាបិតាខ្ញុំហ្នឹងអញ្ចឹងយើងអ្នកចំណាយលុយអាចារ្យឧទ្ទិសជូនម៉ែឲ្យគាត់អស់ប្រយ័ត្នអញ្ចឹងណាហើយបើសិនជាយើងនឹងមកចូលប្រគេនជាមួយដែរមេត្តាបិតាយើងដែរអាចារ្យមេត្តាបិតាខ្ញុំយើងសូត្រជាមួយទៅយើងមេត្តាបិតាខ្ញុំគេដែរទៅណាបានទាំងអស់គ្នាហើយតែមិនមកអាចារ្យគាត់ជូនតែម៉ែឲ្យគាត់អស់ប្រយ័ត្នអានឹងចាញោមមកអញ្ចឹងបានវាមានរឿងបនតក្កិណានុបទានដែលមានប្រវត្តិហូរហែថាឆ្ងាញ់តមាត់អ្នកនៅរស់ហ្នឹងមានរឿងច្រើននិទានរឿងឲ្យញោមស្ដាប់ដើម្បីឲ្យបានយល់ចូលចិត្តក្នុងបននេះនិយាយពីសេដ្ឋីម្នាក់គាត់ស្លាប់ទៅចោលទ្រព្យសម្បត្តិអស់រលីងដល់តែចោលទ្រព្យសម្បត្តិទៅគាត់អត់មានទ្រព្យសម្បត្តិអីទៅជាមួយពេលនោះឯងគាត់កើតទៅជាប្រែតអត់ចំណីអាហារប៉ុន្តែគាត់នឹកថាទ្រព្យសម្បត្តិអញទាំងអស់នៅលើដៃកូនបើអញ្ចឹងអញទៅរកកូនសិនក្រែងលោកបានហូបដល់ទៅរកកូនទៅវារកអត់ឃើញទៅឯនេះមិនឃើញទៅឯនោះមិនឃើញគាត់នឹកឃើញថាអូអញកាន់តែវេទនាកាន់តែយ៉ាប់ហើយទ្រព្យសម្បត្តិអញនៅលើដៃកូនទាំងអស់បើអញមិនទៅរកកូនទេមិនដឹងខែឆ្នាំណាបានបរិភោគទេទៅរកកូនសិនរកទៅវាមិនឃើញតាមពិតកូនហ្នឹងវាអញ្ចេះញោមគេដូរផ្ទះដូចដីសម័យយើងឥឡូវវាត្រូវប៉ាន់អញ្ចឹងកូនគេលក់ផ្ទះបាត់លក់ដីបាត់ទៅទិញបរិយនៅឯណាទៅខ្មោចឪពុកខ្មោចម្ដាយអត់ដឹងដល់អត់ដឹងទៅមានអីទៅរកតាផ្ទះចាស់ហ្នឹងអញ្ចឹងបានខ្មែរយើងមានទំនៀមមួយថាបើពេលណាយើងដូរផ្ទះពេលណាយើងទិញផ្ទះថ្មីអីឡើងផ្ទះថ្មីអីយើងសូត្រមន្តដើម្បីប្រកាសឲ្យដូនតាដឹងផងថាយើងមកនៅនេះមកនៅឯនោះអញ្ចឹងទៅណាហើយដល់ពេលគាត់ហ្នឹងអត់បានធ្វើអញ្ចឹងឯណាដល់អត់បានទៅខ្មោចម៉ែឪហ្នឹងមករកតាផ្ទះចាស់ហ្នឹងរកអត់ឃើញសោះក៏បានធ្វើដំណើរដើរត្រាច់ពីភូមិមួយទៅភូមិមួយរហូតទៅដល់ក្រុងរាជក្រឹសក៏បានទៅបង្ហាញខ្លួនឲ្យស្ដេចអាជាតសត្រូវហ្នឹងឃើញស្ដេចអាជាតសត្រូវលោកឃើញមនុស្សចម្លែកមកបង្ហាញខ្លួនអញ្ចឹងក៏សួរហៅថាណែលោកអ្នកបួសលោកទៅណាប្រែតនោះក៏ប្រាប់ថាខ្ញុំមិនមែនជាអ្នកបួសទេខ្ញុំជាប្រែតហើយប្រែតនឹងស្អីទៅបានប្រែតនឹងនិយាយប្រាប់ថាប្រែតនឹងខ្ញុំពីមុនមកក៏ជាមនុស្សដូចទៅលោកចឹងដែរប៉ុន្តែខ្ញុំមិនបានជឿបុណ្យមិនបានជឿសិលមិនបានជឿទានម្ល៉េះហើយខ្ញុំមិនបានធ្វើបុណ្យធ្វើសិលធ្វើទានអីសោះទើបខ្ញុំមកកើតជាប្រែតគឺកំណើតព្រលឹងនៅលើដីនេះហើយខ្ញុំអត់ចំណីអាហារខ្ញុំស្រេកឃ្លានណាស់ខ្ញុំដើររកកូនព្រោះទ្រព្យសម្បត្តិរបស់ខ្ញុំនៅលើដៃកូនទាំងអស់ខ្ញុំទៅរកកូនក្រែងលោកបានហូបអាជាត្រូវក៏សួរថាចុះលោករកកូននឹងរកឃើញហើយនៅថារកអត់ឃើញទេកូនគេលែងនៅស្រុកហ្នឹងហើយគេដូរស្រុកបាត់ហើយគេទៅនៅឮតំណែងថាគេទៅនៅស្រុកអន្តកវិន្ទនគរហើយពីនោះឮតំណែងអញ្ចឹងថាហើយបើអញ្ចឹងលោកធ្វើលោកទៅណាទៀតថាខ្ញុំនឹងទៅតាមរកកូនในនងទៀតពីព្រោះថាទ្រព្យសម្បត្តិរបស់ខ្ញុំវានៅលើដៃកូនទាំងអស់ហ្នឹងឯងហើយបើសិនជាខ្ញុំមិនទៅរកកូនទេមិនដឹងថាខែឆ្នាំណាខ្ញុំបានរួចពីកំណើតប្រែតនេះទេអាជាត្រីក៏ផ្ដាំថាលោកទៅក៏ទៅចុះរកកូនឃើញក៏ដោយមិនឃើញក៏ដោយត្រូវត្រឡប់មកប្រាប់ដល់ខ្ញុំម្ដងទៀតពីព្រោះខ្ញុំហ្នឹងវាចង់ដឹងណាមានសំណួរច្រើនចង់សួរគ្រាន់តែផ្ដាំហើយប៉ុណ្ណេះក៏បាត់សមោលទៅញោមប្រែតហ្នឹងក៏បាត់សមោលទៅតាមពិតប្រែតនោះបង្ហាញខ្លួនឲ្យយើងឃើញមកផ្លែហើយក៏ធ្វើដំណើរទៅទៀតដែរធ្វើដំណើរលិចវាលចូលព្រៃលិចព្រៃចូលវាលដើររកពីភូមិមួយទៅភូមិមួយពីស្រុកមួយទៅស្រុកមួយរយនេះមិនឃើញឯនោះមិនឃើញបែកកំណត់ដើររកតាមវត្តក្រែងលោកកូនអញធ្វើបុណ្យឲ្យដើររកតាមវត្តរកមិនឃើញទៀតបែកកំណត់ទៀតអញដើររកតាមរោងបុណ្យគេលោកកូនអញធ្វើបុណ្យឲ្យស្រាប់តែរកចុះរកឡើងទៅវាឃើញខ្ញុំឃើញថ្ងៃមួយឃើញកូនឃើញផ្ទះរបស់កូនណាខ្ញុំឃើញផ្ទះរបស់កូនហើយឃើញគេកំពុងតែធ្វើបុណ្យក៏អូយមនុស្សនៅក្នុងរោងបុណ្យនឹងឲ្យកក្រឹករាប់រយរាប់ពាន់នាក់ឪពុកម្ដាយអណាស់ថាអញដើររកកូនយូរហើយឥឡូវរកមិនឃើញស្រាប់តែរកឃើញពិសេសអស្ចារ្យឃើញផ្ទះកូនដ៏ធំស្កឹមស្កៃហើយចំថ្ងៃកូនកំពុងធ្វើបុណ្យទៀតញោមមើលក៏ដែរអានឹងមានន័យថាដូចរកអស់ប្រទះជើងងាប់ចឹងដើររកកូនយូរហើយដល់ពេលមករកឃើញរកចំថ្ងៃកូនធ្វើបុណ្យអូយល្អណាស់ភ្ញៀវគេរាប់រយរាប់ពាន់នាក់ញោមហើយប៉ុន្តែទីបំផុតខ្មោចឪពុកខ្មោចម្ដាយអង្គុយយំដដែលថាមិនបានយំកូនគេដូរសាសនាបាត់ហើយកូនគេដូរទស្សនៈគេដូរលទ្ធិគេដូរជំនឿហើយ
គេធ្វើបន់កក្រឹកកក្រែងនោះណាមិនមែនតាក់គេណាមលោកប្រទៀនទេគឺគេជប់លៀងឆ្ងាញ់តែមាត់មិត្តភក្តិគេអ្នកនៅរស់ទេគេគ្មានបានបាំងស្គូលគ្មានឧទ្ទិសឲ្យម៉ែឲ្យឪអីទេម្លោះឲ្យខ្មោចម៉ែខ្មោចឪគ្មានទទួលបានអីមួយម៉ាត់ឆ្ងាញ់តែមាត់អ្នកនៅរស់បានត្រឡប់មកវិញនឹកសំណោះខ្លួនណាស់អាត្មាអញឲ្យខំរកទ្រព្យសម្បត្តិតាំងតែពីសក់ខ្មៅរហូតសក់សរីthamទុកទ្រព្យសម្បត្តិឲ្យកូនដល់តែឥឡូវអញស្លាប់មកកើតជាប្រែតអញមករកទ្រព្យអញតែមួយម៉ាត់កូនមិនឲ្យផងកំសត់ណាញោមដល់តែឃើញកំសត់ចឹងទៅបានសំណោះថាជាតែសត្រូវផ្ដាំថារកកូនឃើញក៏ដោយមិនឃើញក៏ដោយត្រូវតែប្រាប់ដល់លោកមានសំណួរចង់សួរអញ្ចឹងទៅប្រាប់តែដល់តែជិះទៅក៏សួរថាម៉េចណាអញរកកូនឃើញដែរថារកឃើញប៉ុន្តែកូនគេអត់ធ្វើបន់ឲ្យផងគេធ្វើបន់ក៏ក្រឹកក៏ក្រែងភៀវគេច្រើនណាស់ប៉ុន្តែអត់បានទទួលអីមួយម៉ាត់ឆ្ងាញ់តែមាត់គ្នាគេហ្នឹងគេជប់លៀងសប្បាយតែគ្នាគេអាចជិះត្រូវនឹកអាណិតណាស់ចុះប្រែតមួយហ្នឹងអត់អញ្ចឹងចុះអ្នកដតីទៀតតែកូនចៅមិនគិតមិនគូមិនអត់ដូចគ្នាទៅហើយបើអញ្ចឹងអាចជិះត្រូវក៏ធ្វើបន់ទៅទៅឲ្យប្រែតនឹងប្រែតអាណាថាទាំងឡាយដែលអត់មានញាតិធ្វើឲ្យប្រែតទាំងនោះក៏ទទួលបានកសលផលបន់នេះទៅកើតជាមនុស្សទៅកើតជាទេវតាព្រមព្រៀបទៅដោយសារអ្នកដតីគេជួយទេញ៉ាំមើលក៏ដែរអញ្ចឹងបើសង្ឃឹមកូនខ្លួនឯងក្នុងពេលនេះគឺអត់សោះដោយសារអីនឹងហើយព្រះធម៌មិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាខ្លួនឯងមិនស្វែងជោគវាសនាខ្លួនឯងមិនប្រឹងស្ដាប់ធម៌ធ្វើបន់រាប់ពាន់ដុល្លារប៉ុន្តែខ្មោចមេត្តាបិតាអត់ទទួលបានអីបន្តិចព្រោះតែធ្វើបន់ខុសព្រោះហេតុនឹងហើយបានជាបន់តក្កិណានុប្រទានអីហ្នឹងគេត្រូវរកអាចារ្យរកប្រសង់សម្ដែងធម៌ទេសនាបញ្យល់ថាធ្វើអាម៉េចខុសអាម៉េចត្រូវឥឡូវយើងមានអាចារ្យដឹកនាំធ្វើត្រូវហើយកុំឲ្យខកខានញោមញាតិពុទ្ធបរិស័ទមេត្តាបិតាដែលស្លាប់ទៅនោះលោកទៅកើតទីណាយើងមិនដឹងទេក៏ប៉ុន្តែមានក្នុងនិទានប្រាប់មកថាអាត្មានិទានរឿងឲ្យញោមស្ដាប់មួយទៀតនិយាយពីរឿងមេត្តាបិតាមួយនោះតកូលនេសាទពេលនោះឯងមានកូនមួយហ្នឹងកើតមកកូនហ្នឹងហាក់ដូចជាដឹងជាតិដល់កូនដឹងជាតិចឹងទៅនឹកឃើញថាអញកើតជាតិមុនមកធ្លាប់ធ្វើអំពើបាបហើយក៏ទៅនរកប្រែតអស់កាលយូរឥឡូវនេះអញកើតមកជាមនុស្សអញត្រូវតែកាន់សិលប៉ុន្តែខ្លួនឯងមកកើតក្នុងតកូលអ្នកនេសាទហើយក៏អត់ជឿសាសនាពុទ្ធទេញោមឃើញកូននឹងកាន់សិលស្ដីឲ្យកូនថាណែពូជយើងមិនត្រូវមានសិលមានទានអីទេឯងកុំជឿកុំធ្វើបុណ្យកុំកាន់សិលយកកូនទៅជាមួយក្នុងព្រៃកូននឹងទៅឃើញសត្វគេចេះតែលួចប្រឡែងសត្វគេម្លោះហើយម៉ែនឹងនឹកថាកូននេះកូនចង្រៃទុកនៅអត់កើតទេកូនចង្រៃអញ្ចឹងចេះតែមកប្រឡែងសត្វគេអញ្ចឹងដូច្នេះក៏លែងឲ្យកូននឹងមកទុកឲ្យកូននឹងនៅផ្ទះកូននឹងនៅផ្ទះចេះតែលួចដុតសំណាញ់ដុតអន្ទាក់របស់គេនឹងរហូតដល់ម៉ែខឹងហ្នឹងកូននឹងចាំជាតិថាខ្លាចទៅនរកប្រែតទៀតហ្នឹងមិនហ៊ានធ្វើបាបស្រាប់តែម៉ែឪខឹងកាត់កាលកូនចោលហ្មងថាណែកូនឯងចង់កាន់សិលអីចង់ជឿសាសនាកាន់សិលហ្នឹងណាពូជអញអត់មានសិលទេអត់ជឿទេឥឡូវបើកូនឯងចង់កាន់សិលចុះចេញពីផ្ទះអញទៅអញឈប់ឲ្យនៅលើផ្ទះដេញកូនចុះពីផ្ទះកាត់កាលកូនចោលកូននឹងក្មេងសោះក៏ធ្វើដំណើរដើរទៅជួបព្រះអានន្ទលោកបិណ្ឌបាតព្រះអានន្ទដើរទៅណាកូននឹងដើរតាមស្រាប់តែព្រះអានន្ទបានចង្ហាន់ឆាន់ទៅកូននឹងអង្គុយពីក្រោយខ្នងព្រះអានន្ទឆាន់ហើយក៏សួរថានាងឯងទៅណាមកណាបានជាមកអង្គុយពីក្រោយខ្នងយើងអញ្ចឹងបានកូននឹងប្រាប់ថាខ្ញុំកណាគឺឪពុកម្ដាយកាត់កាលចោលហើយឃើញថាខ្ញុំកណាជាមនុស្សអត់ម៉ែអត់ឪហើយឃើញប្រគុណម្ចាស់ជាអ្នកបួសអត់ម៉ែអត់ឪដូចគ្នាហ្នឹងបានខ្ញុំកណាមកអង្គុយពីក្រោយខ្នងហ្នឹងព្រះអានន្ទឃើញអញ្ចឹងអាណិតណាស់ក៏ឲ្យបាយហូបហើយក៏យកទៅវត្តដល់ទៅដល់វត្តលោកក៏បំពោះញោមបំពោះជាសាមណេរអញ្ចឹងដល់បួសទៅលោករៀនបកែណារៀនចេះចាំពុទ្ធវចនៈបកែក៏លោកលាចេញទៅបួសជាភិក្ខុហើយក៏លោកទៅនៅព្រៃភ្នំសមាធិកម្មដ្ឋាននៅក្នុងភ្នំហ្នឹងមានភិក្ខុ12អង្គអស់កាល3ដល់10ឆ្នាំក្រោយមកទៀតញោមនៅយូរអញ្ចឹងទៅលើស10ឆ្នាំក្រោយមកទៀតលោកធំមែនតើហើយចុះពីភ្នំមកបិណ្ឌបាតថ្ងៃមួយស្រាប់តែឮសំឡេងសម្រែកស្រែកដល់ប្លែកនឹងជើងភ្នំហ្នឹងថាលោកប្អូនជប់សិនលោកប្អូនលោកងាកមើលមកអីស្អីចេះសំឡេងអីណែឯងជាស្អីយើងឮសំឡេងប៉ុន្តែយើងមិនឃើញតើណែឯងជាស្អីអូប្រែតដឹងថាគេមើលអញមិនឃើញផងដូច្នេះបង្ហាញខ្លួនឲ្យឃើញសិនស្រាប់តែកលេចឃើញปุ๊បវានឹងដីស្រីថាលោកប្អូនខ្ញុំគឺជាបងរបស់លោកប្អូនកាលពីជាតិមុនយើងកើតនៅក្នុងតកូលនេសាទជាមួយគ្នាលោកប្អូនមានដឹងដែរពួកយើងដើររកលោកប្អូនយូរខែយូរឆ្នាំហើយអត់ដឹងថាលោកប្អូននៅនេះលោកប្អូនហើយម៉ែរបស់យើងស្លាប់ទៅឪពុករបស់យើងស្លាប់ទៅកើតជាប្រែតអស់ហើយបងរបស់យើងក៏ស្លាប់ទៅកើតជាប្រែតអស់ដែរដោយសារពួកយើងគ្មានសិលគ្មានទានគ្មានបុណ្យអីសោះលោកប្អូនហើយពួកយើងអត់មានទីពឹងទេរត់មករកលោកប្អូនពួកយើងស្រែកឃ្លានណាសូមលោកប្អូនជួយផងបានលោកសង្វេគថាមកផ្ទះស្លាប់ទៅអត់បានមកកើតជាមនុស្សទេវតាអីមួយដោយសារអំពើកម្មមិនអីទេរកកន្លែងសម្រាប់ចាំអាត្មាជួយលោកក៏បានទៅបិណ្ឌបាតបានចង្ហាន់បានអីមកទៅក៏យកមកវេធ្វើជាចង្ហាន់បិណ្ឌបាតជាតក្កិណានុប្រទានទៅសូមឧទ្ទិសបុណ្យកុសលឲ្យបានដល់បងដល់មេត្តាបិតាបងប្អូនញាតិរបស់ខ្ញុំទាំងអស់ភិក្ខុសង្ឃផតតានមោទនារួចទៅពួកប្រែតទៅនោះបានចំណីអាហារទឹកញោមហើយក៏ប៉ុន្តែវាអត់មានសម្លៀកបំពាក់ចឹងមកបង្ហាញខ្លួនទៀតថាលោកម្ចាស់
ពួកយើងមានចំណីអាហារបរិភោគប៉ុន្តែអត់មានសម្លៀកបំពាក់សោះឃើញខោអាវល្អស្អាតទាញមកដាក់លើខ្លួនទៅជារបស់ក្តៅរបស់ឆេះតើមានកម្មពីអីទៅលោកម្ចាស់ជួយផងលោកដើររកស្បង់ស្បៃក្រៃជាពោរឹសកណាត់ពីរៀនផ្សារពីកណោសារាមបោកគក់ជាលក់បានដេទៅជាស្បង់ជាសាដកដាក់សាដកប្រគេនទៅប្រសង់ទាំង13អង្គលើភ្នំនឹងថាលោកម្ចាស់ហើយសូមឲ្យបានបុណ្យកុសលនេះដល់ឪពុកដល់ម្ដាយដល់បងប្អូនខ្ញុំគ្រាន់តែប៉ុណ្ណេះញោមកើតទៅជាសម្លៀកបំពាក់ទឹកដល់ឪពុកដល់ម្ដាយដល់បងមកបង្ហាញខ្លួនសំទឹកទៀតលោកក៏បានដងទឹកដាក់ធម្មក្រកប្រគេនដល់ភិក្ខុសង្ឃក៏កើតជាស្រះបោករណីទឹកដល់ពួកទាំងនោះស្រាប់តែពួកនោះក៏សុំថាលោកម្ចាស់ពួកយើងធ្វើដំណើរទៅណាមកណាអត់បានទេដើរវានឹងដីហើយចឹងទៅសូមឲ្យលោកម្ចាស់ជួយផងឲ្យពួកយើងនឹងក៏ដេកនៅលើបលាដេកនៅលើភ្នោខ្មៅដេកនៅកន្លែងព្រៃមិនល្អលោកម្ចាស់ជួយផងលោកក៏បានរៀបចំដើរសុំឈើគេធ្វើជាកូនតូបកូនខ្ទមប្រគេនដល់ភិក្ខុសង្ឃឧទ្ទិសឲ្យកើតជាសេនាសនៈទឹកដល់ម្ដាយដល់ឪពុកដល់បងហើយរកឆាប់រកស្បែកជើងយកមកប្រគេនភិក្ខុសង្ឃជាមធ្យោបាយធ្វើដំណើរសម្រាប់ឲ្យម្ដាយឪពុកបានយានទឹកគ្រាន់តែប៉ុណ្ណេះញោមឲ្យម្ដាយឪពុកនឹងបងនោះសម្រាប់ផលនោះមានយានទឹកមានសេនាសនៈទឹកកើតទៅជាទេវបុត្រទេវធីតាមានវិមានទឹកចង់ទៅណាមកណាដែរទៅលើអាកាសដោយស្រួលហោះហើរដោយទេវតាដទៃដែរបានមកបង្ហាញខ្លួនឲ្យលោកឃើញថាដេគុណម្ចាស់កូនឃើញទេឪពុកម្ដាយនិងបងប្អូនទាំងអស់បានរួចពីកំណើតប្រែតបានសម្បត្តិទឹកជាទេវបុត្រទេវធីតាពេលនេះដោយសារអីដោយសារបុណ្យបច្ច័យ4ដែលកូនធ្វើឧទ្ទិសជូនមកនឹងឥឡូវម៉ែបានទទួលហើយញើមើលក៏ដែរអាសម្លៀកបំពាក់នឹងជាចៃវរៈបច្ច័យអាបណ្ឌបាតនឹងគឺបណ្ឌបាតបច្ច័យអាធ្វើកត់ធ្វើសាលានឹងជាសេនាសនៈបច្ច័យរួចប្រគេនថ្នាំប្រគេនទឹកប្រគេនភេសជ្ជៈជាកិលេនភេសជ្ជៈបច្ច័យឥឡូវរបស់ដែលកូនធ្វើនឹងបានមកដល់ឪពុកដល់ម្ដាយហើយកើតទៅជាយានទឹកកើតទៅជាសេនាសនៈទឹកជាសម្បត្តិទឹកដោយទេវបុត្រទេវធីតានេះដោយសារកូនឥឡូវឪពុកម្ដាយមកនេះថ្វាយអង្គមអរគុណលោកកូនហើយសូមឲ្យលោកកូនសុខក្នុងភ្នោះឥឡូវឪពុកម្ដាយនឹងបងសូមលាទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ក៏ទៅបាទទៅនេះរឿងរ៉ាវក្នុងបត្រៃបិដកភាគ52យើងនឹងណាភាគ56ខ្ញុំនៅក្នុងបត្រៃបិដកយើងនឹងនិទានពីសម័យព្រះមានដល់ម្លឹងបានជាយើងនាំគ្នាធ្វើតាមខ្ញុំមើលយើងធ្វើគ្រឿងបច្ច័យ4ជាតក្ខណានុប្រទានឧទ្ទិសជូនដល់ឪពុកដល់ម្ដាយដល់បងក៏បានហើយចំណែកព្រះសិរីបុត្រកំពុងតែគុំសក់ម្ដាយជាតិមុនមកបង្ហាញខ្លួនសមអញ្ចឹងដែរថាម្ដាយកើតជាប្រែតមិនទាន់បានរួចពីកម្មពៀទេសូមឲ្យលោកកូនជួយផងលោកនឹងក៏បានរចង្ហាន់ធ្វើជាតក្ខណានុប្រទានឧទ្ទិសទៅក៏បានដល់ម្ដាយដល់អីចឹងទៅម្ដាយជាតិមុននឹងក៏បានទៅកើតក្នុងឋានសួគ៌បង្ហាញខ្លួនដល់កូនដូចគ្នាចឹងដែររឿងសុបិនភិក្ខុក៏ដូចគ្នាចឹងដែរឪពុកកើតជាប្រែតម្ដាយនឹងត្រូវផ្លឹកទៅនរោហើយដល់ពេលម្ដាយនឹងចេញរួចមកវិញធ្វើបុណ្យទៅបំពោះកូនជាភិក្ខុថ្ងៃបុណ្យនឹងឧទ្ទិសកុសលទៅឲ្យឪពុកនឹងផងឪពុកនឹងរួចពីកំណើតប្រែតបានកើតជាទេវបុត្រម្ដាយអស់អាយុទៅបានកើតជាទេវធីតាពុកម្ដាយទាំងពីរជួបគ្នានៅឋានសួគ៌ក៏ចង់មកបង្ហាញខ្លួនឲ្យសុបិនឃើញថាលោកកូនពុកម្ដាយបានរួចពីកំណើតនេះដោយសារបុណ្យដែលលោកកូនធ្វើឲ្យអញ្ចឹងបានយើងមកថ្វាយអង្គមអរគុណលោកកូនយកមើលតែប៉ុណ្ណេះឃើញណាហើយពួកទេវតាទាំងនឹងនឹងឲ្យពរដល់កូនចៅឲ្យរស់រានមានជីវិតនៅសុខសប្បាយរកទទួលទានមានបានកើតការវិលគុំហេតុនេះហើយបានមានទំនៀមធ្វើតក្ខណានុប្រទានធ្វើបុណ្យជូនដល់លោកឪពុកអ្នកម្ដាយតរហូតមកដល់ពេលហ្នឹងអញ្ចឹងណាញោមណាឥឡូវយើងធ្វើជូនទៅដល់អ្នកស្លាប់មានហើយក៏ប៉ុន្តែចំណែកខ្លួនយើងអ្នកនៅរស់រានមានជីវិតក៏យើងសំបន់ទុកខ្លួនយើងដែរគេថាកូនចៅណាដឹងគុណមេត្តាបីដាប៉ុណ្ណេះជាមហាស្នេហ៍ប្រកែបំផុតញោមតាក់ដោយទេវតាតាក់ដោយព្រះអិនប្រព្រំតាមស្រឡាញ់ណាលើសារិកាលិនថោងទៀតញោមទៅណាក៏គេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរទេវតាគ្រប់ទិសទីកន្លែងតាមថែអាសាមនុស្សនេះគេហៅថាកូនមិនចយត់មិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលទេសំដៅទៅលើកូនណាមានធម៌6យ៉ាងទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមម៉ែឪដោយគោរពទី3កូនណាព្យាបាលជំងឺគាត់ឈឺទី4កូនណាធ្វើបន់សពពេលគាត់ស្លាប់ទី5កូនណារៀបចំទីកន្លែងទុកដាក់សាកសពឬអធិធាតុម៉ែឪឲ្យសមគួរទី6កូនណានៅតែនឹកឲ្យលឹកធ្វើបន់តក្ខណានុប្រទានឧទ្ទិសជូនម៉ែឪរឿយប៉ុណ្ណេះគេហៅកូនមិនចយត់កូននឹងមានធម៌កតញ្ញូទេវតាតាមថែអាសាលោកហៅថាសភិលោកហៅថាយោមេតារាំងពេតារាំងវាមកចោលថាមានបោសតិទេវាពេណាំងតិកាឆន្តិមេតាពេតិបរាំងរាំងកូនប្រុសស្រីណាមានធម៌កតញ្ញូទៅប៉ុណ្ណេះទៅប្រទេសណាទៅខេត្តណាទៅស្រុកណាទេវតានៅទីកន្លែងនោះតាមថែអាសាកូននឹងសំបីតប្រអិនណាញោមរៀបចេញដំណើរទៅណាមកណាលើកដៃសំពះពីលើចុះក្រោមនាតល័យទេវបុត្រសួរថាព្រះអង្គថ្វាយគុំទៅណាប្រអិនថាថ្វាយគុំកូនចៅណាដែលមានធម៌កតញ្ញូចាំម៉ែចាំឪនឹកគុណម៉ែឪថ្វាយគុំទៅនោះម្លោះហើយទេវតាគ្រប់កន្លែងក៏ថ្វាយគុំតាមថែអាសាតាមក្នុងមង្គលតទីបនីលោកសំដែងថាមង្គល38ប្រការព្រះអង្គរកឃើញក្នុងនោះមានមង្គលមួយថាមេតាបេតឧបដ្ឋានังអេតាមង្គលមុតតមង្គកូនប្រុសស្រីណាទំនុកម្រងមេតាបៃតាឈ្មោះថាមង្គលដល់ដំគ្រួសារនឹងមានសុភមង្គលមានកូនក៏កូនល្អ
មានចៅក៏ចៅល្អមានកូនប្រសាក៏កូនប្រសាល្អខ្ញុំណាក៏ប៉ុន្តែបើយើងមិននឹកនាដល់ម៉ែដល់ឪទេក្នុងបារាវិនិច្ឆ័យមាន12ប្រការនោះមានវិនិច្ឆ័យមួយនោះកន្លែងគាថាទី4នោះលោកថាម៉េចកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនិច្ឆ័យអស់ទ្រព្យអស់លៀបអស់យសអស់ស័ក្តិគេមើលងាយធ្លាក់ខ្លួនជឿបែកបាក់ទាស់តែងខ្វែងកំណត់ដោយសារយើងធ្វើឲ្យព្រះក្តៅកាហាយបើដូច្នេះកូនចៅកាន់ធម៌អញ្ចេះថែរក្សាព្រះឲ្យព្រះតិចតិជុំព្រះអង្គឬក៏ថាគុណមេត្តាបិតាជាព្រះនឹងឲ្យពរដល់កូនដល់ចៅរស់រៀនមានជីវិតនៅសុខសប្បាយគ្រួសារនឹងរកទទួលទានមានបានការដោយគុណតិចតិជុំតរៀងទៅដូច្នេះហើយមេត្តាបិតាដូនតាដែលបាក់បែកចែកឋានទៅទាំងនោះសូមទទួលកុសលផលបុណ្យពីកូនចៅសោយសម្បត្តិទៅតាមសេចក្តីប្រាថ្នាចោសូមទេវតាទាំងឡាយអនុមោទនាកុសលផលបុណ្យហើយជួយនាំដំណឹងទៅប្រាប់ដល់បុព្វការីជនទាំងនោះឲ្យទទួលផងហើយសូមទេវតាជួយថែសារការពារញោមទាំងអស់គ្នាឲ្យរស់នៅឲ្យបានយូរអាយុវែងកុំឲ្យឈឺកុំឲ្យជំងឺអាពាហ៍បៀតបៀនអីណាញោមណាអាចចំណែកញោមញាតិជាភ្ញៀវកតញ្ញុដែលអញ្ជើញមកទាំងប្រគុណម្ចាស់គ្រប់ព្រះអង្គយើងក៏មានមេត្តាបិតាដូនតារៀងខ្លួនស្លាប់បាក់បែកចែកឋានទៅដែរយើងឧទ្ទិសកុសលផលបុណ្យនេះបានដល់មេត្តាបិតាដូនតាយើងរៀងខ្លួនបានដែរអញ្ចឹងសូមឲ្យមេត្តាបិតារបស់ភ្ញៀវកតញ្ញុទាំងអស់ដូនតារបស់ភ្ញៀវកតញ្ញុទាំងអស់ក៏សូមទទួលអត្ថប្រយោជន៍ផលកុសលផលបុណ្យនេះផងដែរឯញោមញាតិប្រគុណជាអង្គម្ចាស់ដែលបានមកចូលរួមក្នុងកម្មវិធីបុណ្យនេះសូមប្រគុណម្ចាស់បានសេចក្តីសុខចម្រើនមានបញ្ញាភ្លឺថ្លារាល់ជាតិឯញោមញាតិពុទ្ធបរិស័ទទាំងឡាយសូមឲ្យមានដេកជះមានលៀបធនធានមាសប្រាក់លុយកាក់ដាក់កម្មជាយានសពបរោះស្រស់ល្អឆាតធ្វើដំណើរទីចិត្តទីឆ្ងាយក៏មិនមានឧបសគ្គគ្រោះថ្នាក់ចរាចរណ៍គេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតម្កើងគេតម្លើងយកគេតម្លើងសាក់ឲ្យជួបទៅនឹងព្រះប្រទះទៅនឹងធម៌ជួបទៅអ្នកល្អជួបទៅសពបរោះជារៀងរហូតតទៅទាំងអ្នកតន្ត្រីពិនពេតនិតកងស្គរទាំងអាចារ្យរៀបចំទានទូបាយសីបរិយមលូស្លាទាំងចាស់ទាំងក្មេងជាវិជាបញ្ជាក់អ្នកខលខ្វាយរត់តបំរើជាបំរើប្រសងទាំងសន្តិសុខសណ្ដាប់ធ្នាប់ទាំងអ្នកមានយានជំនិះដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសងទាំងអ្នកចូលបុណ្យទៅវិញបាត់ហើយក្តីនៅក្នុងទីនេះក្តីសូមបុណ្យកុសលជួយថែរក្សាការពារទាំងអ្នកថតរូបទាំងអ្នកថតវីដេអូទាំងអ្នកបើកមេក្រូទាំងអ្នកបើកធំបាសទាំងអ្នកតបអ្នកតែងអ្នករៀបចំធ្វើរួមធ្វើចាត់ចែងកម្មវិធីនេះទាំងអស់គ្នាសូមទេវតាចំណាំចាំទុកអ្នកទាំងនេះជាកូនចៅព្រះជួយថែរក្សារស់នៅឲ្យបានយូរមានប្រយោជន៍ដល់ជាតិសាសនាក៏បីមានឧបសគ្គគ្រោះថ្នាក់កុំឲ្យមានគេចំណែននិន្ទាគ្នានេះគំនុំគុំគួនព្យាបាទបៀតបៀនចាក់ចុចកោតតាបណ្ដាលរត់ពលរូលពុតចាក់ដោតចោតប្រកួតប្រកាន់មូលប្រកាច់មើលងាយចំមកលក់លើឌឺដងឌៀមដាមផ្ទុំតបផ្សែងចាក់ឲ្យឡើយឲ្យមានដេកជះឈ្នះមានស្ត្រីគ្រប់ទិសទីប្រាថ្នាឲ្យសម្រេចដោយសេចក្តីប្រាថ្នាញោមញាតិមានបំណងប៉ុនប៉ងប្រាថ្នាយ៉ាងណាឲ្យបានសម្រេចកំបីខានឡើយការសម្ដែងសន្មតថាចប់អេវ៉ាំង